เพยพุทธวจนะคือจะการផ្សាយសម្លេងនៃធម្មទានដែលជាពាក្យព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធសាធុវោអស់លោកអ្នកសាទសពអរោះទាំងឡាយសូមអនុមោទនាស្ដាប់ពុទ្ធៈប្រវត្តិពិស្ដាភាគ2ថ្ងៃមួយជាខាងក្រោយមកទៀតព្រះសទ្ធត្ថកុមារបានយាងប្រពៀតក្នុងឧទ្យានមួយរំពេចនោះស្រាប់តែមានសត្វកងានព្រៃមួយដែលហើររំលងពីលើព្រះអង្គធ្លាក់ចុះមកលើដីនៅមិនឆ្ងាយប៉ុន្មានពីព្រះអង្គរត់ទៅចាប់សត្វកងានព្រៃនោះហើយទ្រង់ទតឃើញមានព្រួញមុតជាប់យ៉ាងជ្រៅនៅលើស្លាបម្ខាងព្រះអង្គក្តាប់ព្រួញនោះរួចដកចេញយ៉ាងថ្នមបាក់សីទៅផ្ទះស្លាបស្រែកយំដោយមានឈាមហូរចេញមកអំពីស្លាបព្រះអង្គយកម្រាមប្រហ័សចុចសង្កត់ត្រង់មុខរបួសដើម្បីខាត់ឈាមព្រះអង្គបីត្របាក់សីត្រូវរបួសនោះយាងចូលទៅក្នុងព្រះរាជដំណាក់ដើម្បីឲ្យព្រះអនុក្សត្រីរូបនន្ទាដែលកំពុងតែទន្ទឹងមើលផ្លូវព្រះអង្គត្រឡប់មកវិញនោះជួយព្រះនាងកញ្ញាបានយកថ្នាំស្លឹកឈើបុកឲ្យមកទៅបិទត្រង់មុខរបួសនៃបាក់សីនោះដើម្បីខាត់ឈាមបន្ទាប់មកព្រះសទ្ធត្ថកុមារក៏យកកងានព្រៃនោះទៅដាក់ចិត្តចង្ក្រានដើម្បីកម្ដៅឲ្យអ៊ុនពេលព្រះសទ្ធត្ថកុមារហៀបតែនឹងយាងទៅយកស្រូវមកឲ្យកងានព្រៃនោះស៊ីស្រាប់តែមានព្រះរាជកុមារមួយអង្គដែលត្រូវជាបងប្អូនជីដូនមួយនឹងព្រះអង្គព្រះជន្មប្រមាណ8ឆ្នាំព្រះនាមទេវទត្តស្ទុះចូលមកក្នុងបន្ទប់ទេវទត្តកុមារកាន់ទាំងស្នានិងព្រួញមកជាមួយផងព្រះអង្គសួរទៅកាន់ព្រះសទ្ធត្ថកុមារទាំងរហេរហបថានេសទ្ធត្ថតើព្រះអង្គបានឃើញកងានព្រៃមួយធ្លាក់នៅជិតទីនេះដែរឬទេព្រះសទ្ធត្ថកុមារមិនទាន់ធ្វើការតបផងទេវទត្តកុមារបានក្រឡេកឃើញកងានព្រៃនោះកំពុងតែក្រាបចិត្តចង្ក្រានរួចទៅហើយទេវទត្តកុមាររត់សម្ដៅទៅកាន់បាក់សីហើយពោលថាកងានព្រៃនេះជារបស់ខ្ញុំជាអ្នកបានបាញ់វាដោយផ្ទាល់ដៃព្រះសទ្ធត្ថកុមារក៏ចូលទៅឈរពាំងនៅចន្លោះទេវទត្តនិងកងានព្រៃក្នុងបំណងមិនឲ្យទេវទត្តយកបាក់សីកងាននោះហើយពោលថានេទេវទត្តបាក់សីនេះត្រូវរបួសធ្ងន់ណាស់ខ្ញុំកំពុងតែរក្សាវាត្រូវតែស្នាក់នៅទីនេះដើម្បីព្យាបាលរបួសទេវទត្តកុមារច្រឡោតខឹងយ៉ាងខ្លាំងដោយមិនចង់ទុកកងានព្រៃនៅក្នុងទីនេះទេវទត្តក៏ប្រកាសថាចូលព្រះរាមស្ដាប់ខ្ញុំសិនពេលបាក់សីនេះហើរអាយលើមេឃវាមិនមែនជាកម្មសិទ្ធិរបស់អ្នកណាម្នាក់ទេខណៈដែលខ្ញុំជាអ្នកបានបាញ់វាធ្លាក់អំពីលើមេឃវាក៏ត្រូវតែជាកម្មសិទ្ធិរបស់ខ្ញុំពាក្យរបស់ទេវទត្តស្ដាប់ទៅដូចជាត្រឹមត្រូវប៉ុន្តែពាក្យនេះធ្វើឲ្យព្រះសទ្ធត្ថកុមារអន់ប្រតិយព្រះសទ្ធត្ថកុមារដឹងថាមានការមិនសមរម្យដែរប៉ុន្តែព្រះអង្គគ្មានធ្វើអ្វីកើតក្រៅអំពីឈរស្ងៀមមួយស្របក់ក្រោយមកទើបព្រះអង្គរកមធ្យោបាយឆ្លើយថាចូលព្រះអនុស្ដាប់ខ្ញុំវិញម្ដងអ្នកដែលជាមិត្តនឹងគ្នាអាចរស់នៅជាមួយគ្នារីឯអ្នកដែលជាសត្រូវនឹងគ្នាមិនអាចរស់នៅជាមួយគ្នាបានទេព្រះអនុជាអ្នកព្យាយាមសម្លាប់សត្វកងានព្រៃនេះដូច្នោះព្រះអនុនិងកងានព្រៃពិតជាសត្រូវនឹងគ្នាបាក់សីនេះមិនអាចរស់នៅជាមួយអ្នកទេរីឯខ្ញុំជាអ្នកជួយសង្គ្រោះវារំរបួសឲ្យវាកម្ដៅឲ្យវាព្រមទាំងហៀបនឹងរកចំណីបញ្ចុកវានៅពេលដែលអ្នកចូលមកដល់ទៀតផងកងានព្រៃនឹងខ្ញុំគឺជាមិត្តនឹងគ្នាហើយអាចរស់នៅជាមួយគ្នាដូច្នេះបាក់សីនេះពិតជាត្រូវការខ្ញុំវាមិនមែនត្រូវការអ្នកទេគណៈដែលព្រះរាជកុមារទាំងពីរនិយាយមិនចុះសម្រុងនឹងគ្នាក៏សម្រេចចិត្តយករឿងនេះទៅឲ្យចាស់ប្រធាចារ្យជួយដោះស្រាយជួនជាពេលនោះមានកិច្ចប្រជុំមួយនៃរាជរដ្ឋាភិបាលនៅក្នុងព្រះរាជវាំងក្រោមអធិបតីភាពព្រះរាជាព្រះបាទសទ្ធោទនៈព្រះរាជកុមារទាំងពីរបានយាងទៅចូលក្នុងរោងជំនុំនោះដើម្បីឲ្យតុលាការកាន់សេចក្តី
ព្រះសទ្ធត្ថកុមារ3កងានព្រៃរីឯទេវទត្តកាន់ស្នានឹងព្រួញជាប់នឹងព្រះហស្ថព្រះរាជកុមារទាំងពីរបានប្តឹងរឿងរ៉ាវនេះទៅចៅក្រមហើយសូមឲ្យជួយវិនិច្ឆ័យសេចក្តីតាមច្បាប់គណៈវិនិច្ឆ័យប្រជុំពិភាក្សាគ្នាអស់ពេលយ៉ាងយូរប៉ុន្តែហាក់ដូចជាមិនស្របយោបល់គ្នាមតិភាគច្រើនបានគាំទ្រទេវទត្តប៉ុន្តែនៅពេលដែលព្រះរាជាសទ្ធោទនៈទ្រង់ក្រហមនឹងធ្វើក្អកចំនួន 2-3 ដងទៅគណៈវិនិច្ឆ័យក៏ឈប់ជជែកគ្នាហើយក៏សម្រេចកាត់សេចក្តីថាព្រះសទ្ធត្ថកុមារជាអ្នកឈ្នះនឹងកងានព្រៃត្រូវបានមកព្រះអង្គជាការពិតណាស់ដែលទេវទត្តកុមារមិនដឹងថាធ្វើអ្វីកើតព្រះសទ្ធត្ថកុមារបានកងានព្រៃមែនប៉ុន្តែព្រះអង្គមិនសប្បាយប្រតិទាល់ទេសោះសូម្បីតែព្រះអង្គនៅវ័យក្មេងខ្ចីមែនក៏គង់តែព្រះអង្គដឹងថាជ័យជំនះរបស់ព្រះអង្គគ្រាន់តែជាការលើកដំកើងកិត្តិយសប៉ុណ្ណោះព្រះអង្គបានកងានព្រៃក៏ព្រោះតែចៅក្រមផ្គាល់ប្រតិព្រះរាជាមិនមែនព្រោះតែគេឃើញសេចក្តីពិតលើអ្វីដែលព្រះអង្គបាននិយាយនោះទេព្រះរាជកុមារខំព្យាបាលកងានព្រៃអស់រយៈពេល4ថ្ងៃពេលព្រះអង្គទតឃើញកងានព្រៃជាមុខរបួសស្រួលបួលនិងមានសុខភាពល្អបរិបូរណ៍ហើយព្រះអង្គក៏លែងបាក់សីកងាននោះឲ្យមានសេរីភាពទៅជួបជុំគ្រួសារវិញក្នុងលោកយើងនេះមានមនុស្សតិចណាស់ដែលមានចក្ខុប្រកបដោយសេចក្តីមេត្តាតែងតែពោពេញទៅដោយអំពើខុសខើនិងគុំគួនគ្នាទៅវិញទៅមកមិនចេះចប់អ្នកទុនខ្សោយក៏នៅតែមានការគៀបសង្កត់ជិះជាន់អំពីសំណាក់អ្នកខ្លាំងពូកែឬអ្នកមានអំណាចមានតែសេចក្តីមេត្តានិងករុណាទេដែលអាចកាច់បំបាក់សេចក្តីឈឺចាប់នៃសត្វលោកទោះបីជាមានការគាំទ្រពីមតិភាគច្រើនក៏ដោយក៏សេចក្តីពិតវានៅតែពិតដដែលព្រះសទ្ធត្ថកុមារទ្រង់សពព្រះរាជហឫទ័យចំពោះព្រះអនុជប្រណិមនន្ទយ៉ាងខ្លាំងព្រះរាជកុមារក៏មានបងប្អូនជីដូនមួយចំនួន3ព្រះអង្គទៀតដែលព្រះអង្គសពព្រះតីជាងគេគឺមហានាមភតិយៈនិងកម្ពិលៈនៅក្នុងសាលារៀនព្រះសទ្ធត្ថរៀនពូកែសំមុខវិជ្ជាដោយមិនពិបាកព្រះអង្គរៀនពូកែទាំងក្បួនយុទ្ធសាស្ត្រផងសូម្បីតែទេវទត្តដែលថាជាអ្នករៀនពូកែដែរនោះក៏មិនឈ្នះនឹងរហ័សរហួនស្មើនឹងព្រះអង្គដែរព្រះសទ្ធត្ថមានប្រាជ្ញាមុមុតខាងគណិតវិទ្យាសូម្បីតែអាចនៈដែលត្រូវជាគ្រូបង្រៀនរបស់ព្រះអង្គក៏ត្រូវចំណាយពេលអស់រាប់ម៉ោងដើម្បីឆ្លើយតបនឹងសំណួររបស់ព្រះអង្គព្រះសទ្ធត្ថកុមារក៏មានទេពកោសល្យយ៉ាងជំនាញខាងដូរតន្ត្រីជាញឹកញយណាស់ដែលព្រះនាងបជាបតីគោតមីបង្ហើរព្រះសន្ទ្រីអារម្មណ៍តាមសម្លេងខ្លីដ៏ពិរោះរបស់ព្រះអង្គនៅពេលដែលព្រះនាងគង់សម្រាកយកខ្យល់ត្រជាក់នៅខាងក្រៅព្រះរាជដំណាក់ទោះជាយ៉ាងណាក៏ព្រះសទ្ធត្ថកុមារហាក់ផ្គងព្រះស្មារតីតែលើការសិក្សាផ្នែកខាងសាសនានិងទស្សនវិជ្ជាប៉ុណ្ណោះព្រះអង្គត្រូវបានពួកព្រាហ្មណ៍ជួយបង្ហាត់បង្រៀននៅគ្រប់វិជ្ជាវេទព្រះអង្គបានខំប្រឹងសិក្សាជាពិសេសគម្ពីររាជវេទនិងអត្ថវេទគ្រូអាចារ្យទាំងនោះបានបង្រៀនព្រះអង្គឲ្យចេះដឹងនៅលោកធាតុដែលបែងភាគចេញអំពីព្រះអាទិទេពដែលមានឈ្មោះថាភរិសាឬព្រាហ្មណ៍និងប្រព័ន្ធចន្ទៈផ្សេងទៀតផងព្រះសទ្ធត្ថកុមារខំប្រឹងសិក្សានៅអត្ថបទព្រាហ្មណ៍ជាច្រើនដូចជាព្រះព្រហ្មនិងព្រះឧបនិមត្តជាដើមទោះបីជាព្រះវរបិតាមានការតឹងតែងយ៉ាងណាក៏ព្រះរាជកុមារត្រូវបានព្រះវរមេដាអនុញ្ញាតឲ្យយើងចេញទៅក្រៅម្ដងម្កាលដើម្បីទស្សនានៅភូមិភាគឋានអ្នកស្រុកនានាដែលស្ថិតនៅជុំវិញរាជធានីព្រះរាជកុមារបានដឹងរឿងរ៉ាវជាច្រើនដែលព្រះអង្គពុំធ្លាប់បានទតឃើញនៅក្នុងព្រះរាជវាំងព្រះអង្គបានដឹងអំពីជីវភាពអ្នកស្រុកនិងជំនឿដែលអ្នកស្រុកគោរពយ៉ាងមុតមាំចំពោះព្រះអាទិទេពទាំង3របស់ព្រាហ្មណ៍គឺព្រាហ្មណ៍ព្រហ្មមួយព្រាហ្មណ៍វិស្ណុមួយនិងព្រាហ្មណ៍សិវៈមួយព្រះសទ្ធត្ថមានប្រាថ្នាចង់ជួបពិភាក្សាជាមួយតាបសនិងបព្វជិតនានាទ្រង់បានលើដំណឹងថាមានតាបសជាច្រើនអង្គ
គង់នៅនគរកោសលដែលស្ថិតនៅជាប់ពីខាងលិចនគរព្រះអង្គនិងនគរមគធៈដែលលាតសន្ធឹងទៅទិសខាងត្បូងព្រះសទ្ធត្ថកុមារសង្ឃឹមញញឹមទុកនៅក្នុងប្រតិថាគង់មានថ្ងៃណាមួយអាត្មាអញនឹងមានភ័ព្វចេញទៅទស្សនាតំបន់ទាំងនោះនិងសិក្សាវិជ្ជាក្នុងសំណាក់អេសីទាំងនោះផងជាការពិតណាស់ដែលព្រះបាទសទ្ធោទនៈជាព្រះវរបិតាបានដឹងពីសេចក្តីប្រាថ្នារបស់ព្រះរាជបុត្រាព្រះរាជាព្រួយបារម្ភកាន់តែខ្លាំងឡើងព្រះអង្គទ្រង់ព្រះត្រេះរិះដដែលថាបើតាមទំនាយរបស់អេសេតបោះថ្ងៃណាមួយព្រះរាជកុមារនឹងរត់ចាកចេញអំពីព្រះរាជវាំងទៅបួសជាតបោះអេសីរស់នៅក្នុងព្រៃភ្នំពុំខានឡើយបន្ទាប់មកព្រះរាជាក៏ទ្រង់យាងទៅពីគ្រោះការព្រួយបារម្ភនេះជាមួយនឹងប្អូនថ្លៃរបស់ព្រះអង្គព្រះនាមសុពពុទ្ធដែលត្រូវជាព្រះបិតារបស់ទេវទត្តនិងព្រះនាងកញ្ញាយសោធារាព្រះបាទសទ្ធោទនៈទ្រង់មានព្រះបន្ទូលទៅកាន់ប្អូនថ្លៃថាណែអនុជជាយូរណាស់មកហើយដែលនគរកោសលចង់រំលោភបំពានមកលើបុរាណភាពទឹកដីរបស់យើងហើយយើងត្រូវតែពឹងផ្អែកទាំងស្រុងទៅលើទេពកោសលរបស់បុត្រានៃយើងដូចជាព្រះអង្គម្ចាស់សទ្ធត្ថនិងទេវទត្តជាដើមដើម្បីការពារសាវនានគររបស់យើងខ្ញុំមានក្តីបារម្ភយ៉ាងខ្លាំងត្បិតអីព្រះអង្គម្ចាស់សទ្ធត្ថអាចដាច់ប្រតិយយើងចេញទៅបួសជាតាបោះអេសីរស់នៅក្នុងព្រៃដូចជាពាក្យព្យាកររបស់អាសិតតាបោះដែលបានទីទុកមកហើយប្រសិនបើរឿងនឹងคล้ายជាការពិតមែននោះទំនងជាទេវទត្តក៏អាចយកតម្រាប់តាមព្រះអង្គម្ចាស់សទ្ធត្ថពុំខានឡើយតើព្រះអនុជមិនដឹងថាព្រះអង្គម្ចាស់សទ្ធត្ថចង់យើងចេញទៅខាងក្រៅដើម្បីជួបជាមួយតាបោះទាំងឡាយប៉ុណ្ណាទេឬអ្វីបន្ទាប់អំពីព្រះអង្គទ្រង់ត្រេះរិះអស់មួយស្របក់ធំមកព្រះបាទសូពពុទ្ធក៏ទ្រង់អោនខ្សឹបដាក់ត្រចៀកព្រះបាទសទ្ធោទនៈថាព្រះអង្គគួរតែជ្រើសរើសរកនៅមហេសីថ្វាយព្រះអង្គម្ចាស់ទៅកាលណាព្រះអង្គម្ចាស់សទ្ធត្ថទ្រង់ជាប់ចម្ពាក់ជាមួយនឹងញាតិវង្សសានុវង្សរួចហើយព្រះអង្គពិតជាមិនអាចលះបង់នៅចំណងមនោសញ្ចេតនានិងប្រពន្ធកូនទៅសាងភ្នោះតែមួយព្រះអង្គឯងក្នុងព្រៃបានឡើយព្រះបាទសទ្ធោទ្រង់ញញឹមនិងងក់ព្រះសេរៈម្ដងទៀតនៅការយល់ព្រមលុះដល់ពេលរាត្រីព្រះបាទសទ្ធោទ្រង់បានយកព្រះកង្វល់នេះទៅពីគ្រោះជាមួយនឹងព្រះនាងបជាបតីគោតមីទៀតព្រះនាងបានសន្យាថានឹងសម្រួលរៀបចំកិច្ចការរាជាពិស័យព្រះអង្គម្ចាស់សទ្ធត្ថនៅពេលអនាគតដ៏ខ្លីខាងមុខនេះសូម្បីតែព្រះនាងទើបបានសម្រាប់បុត្រីមួយព្រះអង្គទៀតព្រះនាមរូបនន្ទាក៏ដោយចំណេរក្រោយបន្តិចមកព្រះនាងបជាបតីគោតមីក៏ផ្ដើមបង្កើតឲ្យមានទិវាប្រឡងប្រជែងនៅសិល្បៈសាស្ត្រមួយសម្រាប់ពួកយុវជននៅក្នុងព្រះរាជាណាចក្រទាំងមូលព្រះនាងបានពឹងព្រះរាមព្រះបាទសូពពុទ្ធនិងព្រះអគ្គមហេសីព្រះបិមិតាឲ្យជួយចាត់ចែងរៀបចំកម្មវិធីមហោស្រពនេះព្រះបាទសទ្ធោទ្រង់ជាព្រះអធិបតីនៃពិធីប្រឡងប្រជែងនោះយុវជននិងយុវតីទាំងឡាយនៅក្នុងរាជធានីក៏ត្រូវបានអញ្ជើញឲ្យចូលរួមដែរព្រះអង្គម្ចាស់សទ្ធត្ថក៏បានចូលរួមប្រកួតគ្រប់មុខវិជ្ជាដែរព្រះនាងកញ្ញាយសោធារាដែលជាបុត្រីនៃព្រះនាងបិមាតានិងព្រះបាទសូពពុទ្ធទទួលបន្ទុកជាអ្នករៀបចំពិធីការនិងធ្វើបដិសណ្ឋារកិច្ចចំពោះភ្ញៀវកិត្តិយសទាំងឡាយព្រះនាងកញ្ញាយសោធារាមានសភ័ធម្មជាតិយ៉ាងស្រស់ប្រំប្រៃគួរជាទីស្រឡាញ់រាប់អានព្រះអង្គម្ចាស់សទ្ធត្ថប្រឡងជាប់លេខ1លើគ្រប់ផ្នែកនៃវិញ្ញាសាដូចជាដូរតន្ត្រីកីឡាអត្តពលកម្មបាញ់ធ្នូចាក់សាបប្រណាំងសេះនិងលើកទម្ងន់ជាដើមព្រះនាងកញ្ញាយសោធារាទទួលកិត្តិយសជាអ្នកប្រគល់រង្វាន់ពិសេសចំពោះបេក្ខជនដែលប្រឡងជាប់លេខ1គឺការថ្វាយដំរីសមួយដល់ព្រះអង្គម្ចាស់សទ្ធត្ថចំណែកឯព្រះអង្គម្ចាស់ទេវទត្តវិញទ្រង់មិនសប្បាយប្រតិយទាល់តែសោះព្រោះព្រះអង្គឈ្នះត្រឹមតែលេខ2ទេវទត្តក៏មានការអាក់អន់ប្រតិយនិងព្រះនាងកញ្ញាយសោធារាដែរព្រោះព្រះនាងពុំសូវចាប់អារម្មណ៍នឹងព្រះអង្គពេលព្រះអង្គចម្រើនវ័យពេញរូបរាង
ព្រះអង្គម្ចាស់សទ្ធរថាតែងយាងទៅណាមកណាជាមួយនឹងនាយសារថីម្នាក់ឈ្មោះឆាណាជាអ្នកថែរក្សាយានជាអាចិន័យដ៏ស្មោះត្រង់របស់ព្រះអង្គម្ចាស់តែងយាងជាមួយនឹងនាយសារថីទៅកំសាន្តតាមតំបន់នានាក្នុងព្រះរាជាណាចក្រសក្យៈចាប់តាំងពីជើងភ្នំព្រះសុមេរុផ្នែកខាងជើងរហូតទៅដល់តំបន់វាលរៀបផ្នែកខាងត្បូងព្រះអង្គម្ចាស់សទ្ធរថានឹងនាយសារថីឆាន់តែងផ្លាស់ប្ដូរជន់គ្នាបរយានព្រះអង្គម្ចាស់សទ្ធរថាមិនដែលប្រើខ្សែតីដើម្បីវាយសេះទេរីឯនាយសារថីឈ្មោះឆាន់ក៏ដូច្នោះដែរសម័យថ្ងៃមួយក្នុងព្រះរាជដំណើរវិលមកកាន់ព្រះរាជវាំងវិញព្រះអង្គម្ចាស់សទ្ធរថាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយទ្រង់បានទតឃើញព្រះនាងយសោធារានៅក្នុងភូមិកំសត់តូចមួយជាមួយនឹងស្រីស្នំមួយចំនួនកំពុងព្យាបាលរោគដល់កូនអ្នកស្រុកដែលមានជំងឺភ្នែកគ្រុនសន្ធប់កមរមាស់នឹងក្អកនិងជំងឺជាច្រើនមុខទៀតព្រះនាងកញ្ញាយសោធារាបានព្យាបាលកូនក្មេងស្រីក្រីក្របែបនេះអស់រយៈពេល7ឆ្នាំកន្លងមកហើយដែលព្រះនាងកញ្ញាបានមកជួយនៅក្នុងភូមិតូចនេះព្រះអង្គម្ចាស់សទ្ធរថាបានចូលទៅពិភាក្សាអំពីបញ្ហាសុខភាពប្រជាពលរដ្ឋជាមួយនឹងព្រះនាងយសោធារាពំពាអស់ពេលយ៉ាងយូរនិងទ្រង់បានស្ងប់ស្ងាយនៅស្នាដៃដ៏ប្រពៃរបស់ព្រះនាងកញ្ញាព្រះនាងមិនមែនចេះតែគោរពដោយងងឹតងប់ងុលនៅទំនៀមទម្លាប់ដ៏ចាស់កម្រិលរបស់ព្រាហ្មណ៍ទាំងនោះទេព្រះនាងក៏បានសិក្សានៅគម្ពីរត្រៃវេទទាំងនោះផងដែរព្រមទាំងបានប្រឆាំងស្ងៀមស្ងាត់ទីបំផុតនៅអំពើអយុត្តិធម៌ក្នុងសង្គមទៀតផងថ្ងៃមួយខាងក្រោយមកទៀតព្រះនាងបជាបតីគោតមីបានរៀបចំឲ្យមានពិធីប្រឡងជ្រើសរើសរកបវរកញ្ញានៅក្នុងរាជធានីបវរកញ្ញាម្នាក់ត្រូវចេញបង្ហាញរូបសម្បត្តិនិងគ្រឿងអលង្ការល្អៗដល់ភ្ញៀវដែលមានការថ្វាយយោបល់អំពីព្រះនាងបមេតាព្រះអង្គម្ចាស់សទ្ធរថាត្រូវបានទទួលកិត្តិយសជាអ្នកបំពាក់គ្រឿងអលង្ការរបស់បវរកញ្ញាទាំងអស់ប្រហែល1000រូបគេសង្កេតឃើញនៅបវរកញ្ញាទី1ដែលព្រះអង្គម្ចាស់សទ្ធរថាបំពាក់គ្រឿងអលង្ការជូនគឺនាងសោមាជាបុត្រីមួយអង្គនៃខត្តយត្រកូលបវរកញ្ញាគឺនាងរោហិនីយកឈ្មោះតាមស្ទឹងរោហិនីនិងបន្តរហូតមកដល់បវរកញ្ញាចុងក្រោយគេបង្អស់គឺនាងសេឡាប៉ុន្តែនៅពេលដែលព្រះអង្គម្ចាស់សទ្ធរថាកំពុងតែសិញ្ជឹងគិតថាអាត្មាអញហាក់ដូចជាបំពេញភារកិច្ចក្នុងពិធីមហោស្រពនេះចប់សពគ្រប់ហើយនោះក៏ស្រាប់តែខត្តយកញ្ញាដ៏ស្រស់បំព្រងនិងទុនលវុតលវន់មួយអង្គយាងចេញពីក្នុងចំណោមទស្សនិកជនមកព្រះនាងយាងសន្សឹមឆ្ពោះទៅកាន់តុដាក់រង្វាន់ខត្តយៈដ៏ល្អឯកនោះគ្មាននរណាក្រៅអំពីព្រះនាងទេពធីតាយសោធារាឡើយព្រះនាងទ្រង់ព្រះសណ្ដាប់នៅសម្ពុតសារីពណ៌ភ្លុកព្រះនាងទេពីអោនព្រះកាយសំពះព្រះរាជានិងព្រះអគ្គមហេសីគ្រប់ព្រះអង្គនិងភ្ញៀវតូចធំទាំងអស់រួចហើយព្រះនាងក៏យាងឆ្ពោះទៅកាន់ព្រះសទ្ធរថាដែលកំពុងតែឈរនៅជិតតុរង្វាន់នោះព្រះនាងទតចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គម្ចាស់សទ្ធរថាដោយញញឹមយ៉ាងស្រស់បោះមុននឹងមានបន្ទូលថាតើព្រះអង្គម្ចាស់មានសល់អ្វីសម្រាប់ទូលព្រះបង្គំដែរឬទេព្រះអង្គម្ចាស់សទ្ធរថាក៏បែរព្រះភ័ក្ត្រទៅរកព្រះនាងវិញហើយទ្រង់សម្លឹងដោយព្រះនេត្រាថ្លាឆ្វង់ដោយសេចក្តីសប្បុរសបំផុតព្រះអង្គម្ចាស់ក្រឡេកទៅលើតុរង្វាន់ក៏មិនឃើញមិនមានអ្វីសល់បន្តិចសោះទើបព្រះអង្គលើកព្រះហស្ថទាំងទ្វេដោយព្រះភ័ក្ត្រញញឹមដោះយកខ្សែព្រះសរង្ឃគឺខ្សែកផ្ទាល់របស់ព្រះអង្គមកបំពាក់ថ្វាយព្រះនាងយសោធារាហើយមានព្រះបន្ទូលថាព្រះនាងកញ្ញានេះជារង្វាន់ពិសេសសម្រាប់ព្រះនាងភ្ញៀវកិត្តិយសទាំងអស់នាំគ្នាក្រោកឈរនិងផ្ទុះសំណោចកិលឡើងស្នូទះដៃនិងសម្រែកជ័យយខុសលាន់ឮសូរកងរំពងហាក់បីដូចជារោគទីបញ្ចប់គ្មាននាសតរដូវរំហើយ
ឆ្នាំក្រោយមកទៀតនៅរាជធានីកបិលពស្តុមានប្រារព្ធពិធីរាជាភិសេករវាងព្រះអង្គម្ចាស់សិទ្ធត្ថៈនិងព្រះនាងកញ្ចនាយសោធារាយ៉ាងមហោឡារិកជាទីបំផុតព្រះបាទសទ្ធោទនៈបានរៀបចំរាជាភិសេកអាពាហ៍ពិពាហ៍ព្រះឱរសក្នុងព្រះជន្ម16ឆ្នាំជាមួយនឹងព្រះនាងកញ្ញាពំពាយសោធារាដែលត្រូវជាបុត្រីនៃព្រះបាទសុភពុទ្ធនិងព្រះនាងតមេតានៅឯនគរទេវទេហៈនាថ្ងៃសៅរ៍ពេញបរមីខែអាសាឍឆ្នាំឆ្លូវព្រះបាទសទ្ធោទបានចាត់ឲ្យគេកសាងប្រាសាទ3ថ្វាយដល់ព្រះរាជបុត្រាបុត្រីទាំងពីរដើម្បីក្រសាលប្រាសាទមួយសំតាមរដូវមួយប្រាសាទទី1ឈ្មោះថាចន្ទៈប្រាសាទមាន9ជាន់សម្រាប់គង់នៅក្នុងហេមន្តរដូវគឺរដូវរងាសង់នៅជាប់ជើងភ្នំព្រះសុមេរុប្រាសាទទី2ឈ្មោះថាកោតនៈប្រាសាទមាន5ជាន់សម្រាប់គង់ក្នុងកេមហរដូវគឺរដូវក្តៅនិងប្រាសាទទី3ឈ្មោះថាកោញ្ចៈប្រាសាទមាន3ជាន់សម្រាប់គង់នៅក្នុងវស្សានរដូវគឺរដូវភ្លៀងប្រាសាទទី2និងទី3សង់នៅក្នុងរាជធានីប្រាសាទនីមួយសុទ្ធតែមានជីកស្រះទឹកនៅជិតនោះផងព្រះបាទសទ្ធោទនៈបានត្រាស់បញ្ជាឲ្យគេជ្រើសរើសយកសុទ្ធតែតន្ត្រីករជើងឯកនិងអ្នកចម្រៀងរបាំដ៏ល្បីឲ្យមកប្រគំនិងសម្ដែងថ្វាយដល់បុត្រាបុត្រីដើម្បីបានសប្បាយរីករាយក្នុងព្រះហឫទ័យគូស្វាមីភរិយាថ្មីទាំងពីរព្រះអង្គពុំដែលសពព្រះហឫទ័យក្នុងជីវិតជាអ្នកមានទ្រព្យសម្បត្តិច្រើននិងក្នុងឋានៈខ្ពង់ខ្ពស់ឡើយសេចក្តីសប្បាយទាំងពីររបស់ព្រះអង្គគឺប្រាថ្នាស្វែងរកសេចក្តីចម្លើយពិតដែលតាក់ទងទៅនឹងការស្វែងរកផ្លូវក្នុងអារម្មណ៍និងការកែច្នៃនៃរចនាសម្ព័ន្ធជីវភាពសង្គមរបស់មនុស្សលោកនារដូវប្រាំងក្រោយមកព្រះអង្គម្ចាស់សិទ្ធត្ថៈនិងព្រះជាយាយសោធារាត្រូវបាននេសារថីឈ្មោះឆាន់បានជួនព្រះរាជដំណើរដោយព្រះជាអាចិន័យដើម្បីធ្វើទស្សនកិច្ចតាមទីកន្លែងនានាក្នុងព្រះនគរភាគច្រើនជាកន្លែងដែលព្រះនាងយសោធារាពុំធ្លាប់ដែលបានស្គាល់ទាំងពីរព្រះអង្គទ្រង់ស្នាក់នៅអស់កាលជាច្រើនថ្ងៃច្រើនយប់ក្នុងសំណាក់ផ្ទះអ្នកស្រុកសោយម្ហូបអាហារតាមធម្មតានិងផ្ទុំនៅលើអង្រឹងត្បាញអំពីខ្សែឆ្មៃស្ដេចទាំងពីរព្រះអង្គបានយល់យ៉ាងច្បាស់អំពីជីវភាពនៃការរស់នៅក្នុងទំនៀមទម្លាប់របស់ពួកអ្នកស្រុកតាមទីកន្លែងនីមួយដែលទាំងពីរព្រះអង្គបានធ្វើទស្សនកិច្ចរួចមកហើយមានរឿងចម្លែកជាច្រើនដែលព្រះអង្គម្ចាស់សិទ្ធត្ថៈនិងព្រះជាយាបានជួបប្រទះបានជួបជាមួយនឹងក្រុមគ្រួសារដែលមានកូនចៅយ៉ាងតិចពី9ឬ10នាក់ក្នុងបន្ទុកហើយកូនក្មេងម្នាក់សុទ្ធតែមានជំងឺរ៉ាំរ៉ៃនិងខ្វះម្ហូបអាហារឪពុកម្ដាយសូម្បីតែខំប្រឹងធ្វើការធ្ងន់ស្រាលទាំងយប់ទាំងថ្ងៃយ៉ាងណាក៏ពុំអាចរកប្រាក់កាសគ្រប់គ្រាន់មកចិញ្ចឹមកូនដ៏ច្រើនសន្ធឹកសន្ធាប់នោះបានដែរសេចក្តីលំបាកវេទនានៅតែបន្តពីមួយចំនួនហើយទៅមួយចំនួនទៀតសម្រាប់ជីវិតកសិករក្រីក្រព្រះអង្គម្ចាស់សិទ្ធត្ថៈទ្រង់សម្លឹងមើលមិនដាក់ប្រណិតទៅកាន់កុមារទាំងឡាយដែលមានអវយវៈស្គមកំព្រិញដូចជាជើងធូបនិងក្បាលពោះកំប៉ោងដូចជាជំងឺព្រូនព្រមទាំងជំងឺខ្វះជីវជាតិផ្សេងទៀតផងព្រះអង្គម្ចាស់ក៏ទ្រង់បានទតឃើញមនុស្សពិការដើរសុំទានគេតាមដងផ្លូវនិងមនុស្សមានជំងឺប្រចាំកាយជាច្រើននាក់បន្ថែមទៅលើភាពក្រីក្រនិងជំងឺដំកាត់មនុស្សទាំងនោះមានការគៀបសង្កត់ខាងផ្លូវចិត្តយ៉ាងខ្លាំងពីសំណាក់ពួកព្រាហ្មណ៍ដោយគ្មាននរណាម្នាក់ហ៊ានចេញមុខតវ៉ាប្រឆាំងឡើយព្រះអង្គម្ចាស់សិទ្ធត្ថៈបានដឹងយ៉ាងច្បាស់ថាសូម្បីតែព្រះរាជាក៏ពុំអាចមានសិទ្ធិឬអំណាចទៅផ្លាស់ប្ដូរស្ថានភាពបែបនេះបានឡើយព្រះអង្គក៏បានដឹងរឿងនៃផ្ទៃក្នុងនៃព្រះរាជវាំងជាយូរណាស់មកហើយដែរអ្នករាជការម្នាក់សុទ្ធតែមានបំណងការពារពង្រីកអំណាចផ្ទាល់ខ្លួនឥតគិតពីដល់ការឈឺចាប់និងសេចក្តីត្រូវការ
នៃអ្នកក្រខ្សត់ដតីសោះឡើយព្រះអង្គបានដឹងយ៉ាងពិតប្រាកដថាសូម្បីតែអំណាចរបស់ព្រះបិតាព្រះអង្គក៏គ្មានការធានានិងគ្មានសណ្ដាប់ធ្នាប់ដែរពោលព្រះបិតារបស់ព្រះអង្គគឺស្ដេចដែលមិនប្រកាន់នៅសេរីភាពពិតប៉ុន្តែគឺជាស្ដេចដែលជាប់ឃុំឃាំងក្នុងមុខតំណែងផ្ទាល់ព្រះអង្គព្រះវរបិតារបស់ព្រះអង្គក៏បានជ្រាបនៅការលោភលន់និងអំពើពុករលួយរបស់មន្ត្រីរាជការដ៏ច្រើននៃសន្ធឹកសន្ធាប់នោះដែរក៏ប៉ុន្តែព្រះអង្គត្រូវបង្ខំព្រះハរតីផ្ដេកផ្ដួលទៅតាមបុគ្គលទាំងអស់នោះដើម្បីរក្សាស្ថិរភាពក្នុងរាជសម្បត្តិរបស់ព្រះអង្គព្រះអង្គម្ចាស់សុទ្ធថាទ្រង់ប្រចិន្តាថាបើសិនអាត្មាអញទទួលតំណែងឡើងគ្រងរាជសម្បត្តិជំនួសព្រះវរបិតាវិញអាត្មាអញក៏ត្រូវតែធ្វើដោយព្រះអង្គដែរមានតែមនុស្សដែលច្បាំងឈ្នះនឹងសេចក្តីលោភលន់និងសេចក្តីច្រណែននៅក្នុងខ្លួនឯងប៉ុណ្ណោះទេដែលអាចធ្វើឲ្យស្ថានភាពទាំងនោះផ្លាស់ប្ដូរបានកាលព្រះអង្គម្ចាស់សុទ្ធថាទ្រង់ព្រះតម្រិះយ៉ាងដូចនេះហើយសេចក្តីប៉ងប្រាថ្នារបស់ព្រះអង្គក្នុងការស្វែងរកដំណោះស្រាយនៅខាងផ្លូវអារម្មណ៍ក៏ត្រូវបានលេចធ្លោឡើងព្រះអង្គបានទ្រង់ព្រះចិន្តាទៀតថាមនុស្សលោកកំពុងជាប់អន្ទាក់មិនចំពោះតែជំងឺអំពើអយុត្តិធម៌នៅក្នុងសង្គមប៉ុណ្ណោះទេប៉ុន្តែមានសេចក្តីទុក្ខព្រួយនិងតណ្ហាដែលដក់ជាប់នៅក្នុងបេះដូងនិងខួរក្បាលរបស់គេរាល់គ្នាផងដែរព្រះអង្គម្ចាស់សុទ្ធថាទ្រង់មានការពិសោធន៍ផ្ទាល់ព្រះអង្គនៅការមិនទើសង្ស័យការមិនបានសម្រេចព្រះបំណងនិងការឈឺចាប់ទាំងឡាយដែលព្រះអង្គបានទតឃើញនៅក្នុងព្រះបរមរាជវាំងនិងនៅក្នុងសង្គមមនុស្សទូទៅព្រះនាងយសោធារាក៏ជាស្ត្រីរហ័សរហួនមានប្រាជ្ញាវៃឆ្លាតចេះគិតគូរវែងឆ្ងាយមិនប្រកាន់ខ្លួនមានចិត្តស្លូតបូតមិនពឹងផ្អែកទៅលើកម្លាំងអ្នកដទៃនិងចូលចិត្តធ្វើការទៅតាមសមត្ថភាពរបស់ព្រះនាងអំណាចអបថារដ្ឋរណញ្ញាណព្រះនាងបានយល់យ៉ាងច្បាស់នៅព្រះបំណងដ៏ខ្លាំងក្លារបស់ព្រះស្វាមីសូម្បីតែព្រះនាងបជាបតីគោតមីក៏ធ្លាប់មានព្រះបន្ទូលទៅកាន់បុត្រីយសោធរាថាបុត្រីស្ត្រីក៏មានបញ្ញានិងធម៌ពលដូចគ្នានឹងបរោះដែរហើយក៏អាចទទួលខុសត្រូវនៅក្នុងកិច្ចការបម្រើក្នុងសង្គមជាតិផងដែរប្រសិនបើស្ត្រីភេទមានសមត្ថភាពគ្រប់គ្រាន់អាចបង្កើតមានភាពកក់ក្ដៅនិងសុភមង្គលនៅក្នុងសង្គមគ្រួសាររបស់ខ្លួនបានគ្មានអ្វីដែលថាស្ត្រីទាំងនោះនៅតែអង្គុយក្រវ៉ាលជើងក្រានឬក៏នៅតែសំកុកក្នុងផ្ទះនោះឡើយកាលពីកុមារភាពព្រះអង្គម្ចាស់សុទ្ធធ្លាប់បានសិក្សាអំពីជីវិតរបស់ព្រាហ្មណ៍ទាំង4ប្រការដែរប្រការទី1នៅក្នុងយុវវ័យពួកព្រាហ្មណ៍ត្រូវតែសិក្សាសាសនាវេទប្រការទី2នៅពេលរៀបការប្តីប្រពន្ធពួកព្រាហ្មណ៍ត្រូវតែរកទទួលទានចិញ្ចឹមគ្រួសារនិងការបម្រើសង្គមប្រការទី3នៅពេលកូនធំអស់ពួកព្រាហ្មណ៍នោះអាចឈប់សម្រាកនិងត្រូវបូជាចំពោះការសិក្សាសាសនាប្រការទី4ដើម្បីរំដោះខ្លួនឲ្យផុតអំពីសេចក្តីប្រាថ្នានិងកាតព្វកិច្ចផ្សេងៗពួកព្រាហ្មណ៍ត្រូវតែរស់នៅក្នុងជីវិតជាអ្នកបួសព្រះអង្គម្ចាស់សុទ្ធថាបានលើកយកការអប់រំទាំង4ប្រការរបស់ពួកព្រាហ្មណ៍នេះមកធ្វើការពិចារណាដោយសង្ខេបថាអាត្មាអញនៅរងចាំដល់ពេលចាស់ហាក់ដូចជាយឺតពេកណាស់ទីដឹងសម្រាប់សិក្សានៅកន្លងធម៌ទាំងឡាយព្រះអង្គគ្មានបំណងរងចាំពេលវែងដូច្នោះឡើយទ្រង់ពិចារណាបន្ថែមថាហេតុអ្វីក៏មនុស្សមិនអាចរស់នៅបានគ្រប់វ័យទាំងអស់នៅក្នុងពេលតែមួយបើមនុស្សគោរពសាសនានៅពេលខ្លួនមានប្តីប្រពន្ធតើយ៉ាងដូចម្តេចដែរព្រះអង្គមានព្រះរាជបំណងចង់សិក្សានៅកន្លងធម៌នាពាក់កណ្ដាលវ័យនៃជីវិតក្នុងពេលបច្ចុប្បន្នរបស់ព្រះអង្គតែម្ដងរសៀលថ្ងៃមួយនោះពេលយើងត្រឡប់មកដល់ប្រាសាទវិញព្រះនាងយសោធរាទ្រង់មានព្រះភ័ក្ត្រក្រៀមស្រពោននិងមិនមានព្រះបន្ទូលស្ដីទៅកាន់នរណាម្នាក់ឡើយពីព្រោះតែកូនក្មេងដែលព្រះនាងបានថែរក្សា
អស់រយៈពេលជាងមួយសប្តាហ៍កន្លងមកនោះទើបនឹងស្លាប់ព្រះនាងបានប្រឹងប្រែងអស់ពីសមត្ថភាពដែរប៉ុន្តែมันអាចជួយសង្គ្រោះក្មេងនោះឲ្យផុតអំពីក្រញាំមច្ចរាជបានឡើយដើម្បីរងាប់នៅសេចក្តីទុក្ខសោកនេះព្រះនាងគួរសេចក្ដីគិតដោយមានទឹកនេត្រាហូររហាមចុះមកលើផែនថ្ពាល់ទាំងសងខាងគ្រាដែលព្រះនាងបានជួបនឹងព្រះស្វាមីពេលដែលព្រះអង្គត្រឡប់មកអំពីប្រជុំនៅឯព្រះបរមរាជវាំងវិញព្រះនាងយសោធារាទប់ប្រតិពំបានក៏ទ្រង់ព្រះកន្សែងម្ដងទៀតព្រះអម្ចាស់សទ្ធត្ថៈក៏ចាប់ត្រកងព្រះនាងនៅក្នុងព្រះហដ្ឋាទាំងទ្វេរួចក៏ទ្រង់អង្វរលួងលោមថាពំពីអូនថ្ងៃស្អែកបងនឹងយាងទៅកាន់កន្លែងបូជាសពកុមារនោះជាមួយនឹងអូនដែរសូមម្ចាស់អូនទ្រង់ព្រះកន្សែងឲ្យអស់ពីឥឡូវនេះទៅចោះទើបសេចក្តីឈឺចាប់អាចអន់ថយពីព្រះឱរារបស់អូនបានពំពីអូនការកើតចាស់ឈឺនិងស្លាប់គឺជារឿងពិតដែលមនុស្សយើងម្នាក់មានប្រចាំជីវិតអ្វីដែលកើតមានដល់កុមារតូចនោះក៏វានឹងកើតមានចំពោះយើងរាល់គ្នានៅពេលណាមួយពុំខានដែរព្រះនាងយសោធារាទ្រង់មានព្រះសុវណ្ណីដោយខ្សឹកខ្សួលតបទៅវិញថាម្ចាស់បងអូនបានដឹងយ៉ាងច្បាស់នៅអ្វីដែលម្ចាស់បងមានព្រះបន្ទូលប្រាប់អូនប្រហោះទាំងគូរបស់អូនតូចពេកណាស់បើអូនប្រៀបធៀបទៅនឹងភាពដ៏ធំមហិមានៃការឈឺចាប់របស់អូនបេះដូងរបស់អូនពោពេញទៅដោយកង្វល់និងសេចក្តីទុក្ខសោកជានិច្ចកាលអោព្រះស្វាមីសូមម្ចាស់បងបង្ហាញឲ្យអូនដឹងផងថាតើអូនត្រូវរងាប់សេចក្តីឈឺចាប់នឹងក្នុងព្រះឱរារបស់អូនដោយវិធីណាទៅព្រះអង្គម្ចាស់សទ្ធត្ថៈទ្រង់អោបរិទ្ធព្រះជាយាយ៉ាងណាស់នៅក្នុងព្រះហស្ថហើយមានព្រះបន្ទូលតទៅទៀតថាពំពីអូនរូបបងក៏កំពុងតែស្វែងរកនៅផ្លូវដើម្បីរងាប់នៅសេចក្តីឈឺចាប់និងទុក្ខព្រួយដែលកំពុងតែកើតមានឡើងនៅក្នុងបេះដូងរបស់បងដែរបងក៏បានតតឃើញស្ថានភាពបែបនេះកើតឡើងជាច្រើនណាស់នៅក្នុងសង្គមមនុស្សជាតិប៉ុន្តែបើទោះបីជាបងខំប្រឹងប្រែងអស់ពីសមត្ថភាពយ៉ាងណាក៏ដោយក៏បងពុំទាន់រកឃើញនៅមធ្យោបាយឆ្ពោះទៅរកការរំដោះខ្លួនឲ្យមានសេរីភាពបានឡើយបងបានពិចារណាក្នុងចិត្តថាថ្ងៃណាមួយបងនឹងរកឃើញនៅកន្លងធម៌ដ៏ឧត្តមគឺការត្រាស់ដឹងសម្រាប់ជួយដល់យើងរាល់គ្នាពំពីមាបងហើយសូមអូនជឿទុកចិត្តលើរូបបងមួយគ្រាសិនចុះស្អែកឡើងពេលព្រះអង្គម្ចាស់សទ្ធត្ថៈនិងព្រះជាយាទ្រង់យាងទៅដល់ផ្ទះកុមារដែលទើបនឹងស្លាប់នោះសាកសពក្មេងនោះកំពុងដេកសន្ធឹងស្ដោកស្ដឹងលើគ្រែនៅឡើយសញ្ញានៃជីវិតរលត់បាត់សូន្យឈឹងទៅហើយស្បែកកុមារនោះមានពណ៌ស្លេកស្លាំងនិងស្អិតរមួតដងខ្លួនមើលទៅគ្មានឃើញអ្វីក្រៅអំពីស្បែកដណ្ដំឆ្អឹងមាតានៃកុមារកំពុងលុតជង្គង់ទៅចិត្តនឹងគ្រែជូរទឹកភ្នែកដែលហូរចុះមិនចេះចប់នោះមួយស្របក់ក្រោយមកទើបពួកព្រាហ្មណ៍មកដល់រួចក៏ចាប់ផ្ដើមធ្វើពិធីបូជាសពដល់កុមារនោះទៅគ្រាមួយនោះព្រះនាងយសោធារាបានទូលសួរព្រះស្វាមីថាព្រះស្វាមីអូនមានបំណងចង់ទូលសួរម្ចាស់បងថាបើម្ចាស់បងមានបុត្រជាមួយនឹងអូនតើម្ចាស់បងចង់បានបុត្ររបស់យើងនោះជាបុត្រាឬក៏ជាបុត្រីព្រះអង្គម្ចាស់សទ្ធត្ថៈទ្រង់ភ្ញាក់ស្រឡំកាំងទ្រង់ផ្ដោតប្រណេតដោយសេចក្តីទុក្ខដាក់ឈ្មោះទៅកាន់ព្រះនេត្រព្រះជាយាហើយទ្រង់មានព្រះបន្ទូលថាពំពីអូនតើម្ចាស់អូនចង់មានសុវណ្ណន័យថាយ៉ាងដូចម្ដេចដែរម្ចាស់អូនចង់មានន័យថាម្ចាស់អូនទ្រង់មានប្រគាល់មែនទេព្រះនាងពំពីយសោធារាទ្រង់ងក់ព្រះសេរៈរួចទ្រង់យកប្រហ័សចង្អុលចំត្រង់ព្រះអូតូនិងមានព្រះសុវណ្ណន័យថាព្រះពោម្ចាស់បងអូនមានសេចក្តីរីករាយឥតឧបមាដែលបានពោផ្ទៃដែលជាផលនៃសេចក្តីស្នេហារវាងយើងទាំងពីរអូនប្រាថ្នាចង់បានបុត្រនៅក្នុងព្រះគភ៌នេះជាបុត្រាណាម្ចាស់បងហើយដែលមានសភាពដូចគ្នាបេះបិទនឹងម្ចាស់បងទាំងបញ្ញានិងទាំងគុណធម៌ព្រះអង្គម្ចាស់សទ្ធត្ថៈទ្រង់លើកប្រហ័សបេត្រកងព្រះមហេសីយ៉ាងថ្នម
មុននឹងមានព្រះបន្ទូលថាពំពីអូនសូមអូនរហ័សយកដំណឹងនេះទៅគាល់ព្រះមេដារបស់យើងដើម្បីឲ្យព្រះអង្គទ្រង់ជ្រាបផងព្រះមេដាទាំងពីររបស់ព្រះអង្គនឹងសពព្រះរាជហឫទ័យព្រមទាំងជួយផ្ដល់ដំបូន្មានដល់ប្រសើរដល់រូបអូនក្នុងការដែលចេះថែរក្សាគាន់នេះពុំខានឡើយដើម្បីសម្ដែងឲ្យឃើញថាសូម្បីព្រះអង្គបានទទួលសេចក្តីសុខដូច្នោះដែលមនុស្សរាប់អានប្រកាន់ថាជារបស់ល្អព្រះអង្គក៏អាចលះបង់ចោលបានគ្មានសេចក្តីត្រេកអរអាឡោះអាល័យសោះព្រមទាំងដើម្បីនឹងឲ្យបុគ្គលដែលមានសេចក្តីស្រវឹងក្នុងកាមសុខសម្បត្តិនិងសរសើរកាមសុខថាជារបស់ខ្លួននោះការសេចក្តីនឿយណាយធុញទ្រាន់ដោយអាស្រ័យហេតុលើកយកព្រះសាស្តាមកប្រៀបធៀបហើយនឹងការសទ្ធាជ្រះថ្លាចំពោះព្រះអង្គបានយល់ឃើញតាមហេតុពិតអាចដឹងបានសម្រេចនៃគុណធម៌តាមសមគួរដល់សេចក្តីប្រណិប័តរបស់ខ្លួនព្រះពោធិសត្វមិនបានស្រវឹងវង្វេងក្នុងកាមសុខនោះត្រឡប់ជានឿយណាយធុញទ្រាន់ទៅវិញធម្មតាកាមសុខជារបស់ដែលមហាជនត្រូវតែស្រឡាញ់ប្រាថ្នាគ្រប់គ្នាមានបណ្ដាជនជាច្រើនដែលជាភោធជនតែងសរសើរថាកាមសុខជារបស់ល្អគួរឲ្យចង់បានប៉ុន្តែចំណែកលោកអ្នកមានបញ្ញាត្រេះរិះពិចារណាមើលទៅក៏បានឲ្យឃើញតាមសេចក្តីពិតតាមធម្មតាជៀសមានផុតពីធម្មតាបង្គាប់កំណត់ទុកសម្រេចមកហើយថាសភាវៈទាំងពួងរមែងមានជាគូនឹងគ្នាដូចមានក្តៅហើយត្រូវមានត្រជាក់ជាគ្រឿងកាយជាដើមព្រោះហេតុនោះកាលបើទីណាមានសុខទីនោះរមែងមានទុក្ខនៅលេឡំផងនេះឯងជាធម្មតាកំណត់ទុកមកហេតុដូច្នោះការដែលនឹងបានដឹងថាជាទុក្ខក៏ត្រូវអាស្រ័យបានទទួលសេចក្តីសុខយ៉ាងពេញលេញរួចពីមុនមកហើយដែរព្រះមហាបរោះដែលនឹងប្រាថ្នាបានថាកាមសុខជាទុក្ខក៏ព្រោះតែព្រះអង្គធ្លាប់សោយនៅកាមសុខបរិបូរណ៍រួចមកហើយគឺក្នុងរវាងដែលព្រះអង្គនៅក្នុងគិរិវាសសម្បត្តិនោះពួកព្រះញាតិវង្សទាំងឡាយមានសេចក្តីខ្វល់ខ្វាយជួយអភិបាលរក្សានិងទ្រង់ស្ដេចទៅខាងណាមានស្វេតឆ័ត្របិទបាំងនិងការពារនៅសម្ផស្សផ្សេងមានទាំងប្រាសាទ3ខ្នងជាទីគង់ដ៏សមគួរដល់សេចក្តីសប្បាយក្នុងរដូវទាំង3ពេលវេលាចេះតែកន្លងផុតទៅទិវាដែលព្រះនាងយសោធិរាត្រូវសម្រារាជបុត្រក៏បានមកដល់ព្រះមេដាទាំងពីរព្រះអង្គគឺព្រះនាងបជាបតីគោតមីនិងព្រះនាងបមេតាមិនយាងទៅណាឆ្ងាយឡើយរងចាំថែទាំបុត្រីពំពីគ្រប់ទិវារាត្រីព្រះអង្គម្ចាស់សទ្ធរថាទ្រង់បាននឹកឃើញឡើងវិញនៅរឿងមួយដែលព្រះអង្គបានជួបជាមួយនឹងព្រះសង្ឃមួយអង្គក្នុងរវាង 2-3 ខែកន្លងមកនេះព្រះអង្គបានចាប់ផ្ដើមគង់បន់ប្រភ្នែនដូចជាផ្កាឈូកក្រពុំរួចទ្រង់តាំងអធិដ្ឋាននៅក្នុងព្រះចិន្តាថាព្រះវរមេតារបស់អាត្មាអញគឺព្រះនាងសិរិមហាមាយាទ្រង់សោយទីវង្គតទៅក៏ព្រោះតែព្រះអង្គប្រសូតរូបអាត្មាអញនេះគឺជាសេចក្តីទុក្ខសោកដែលអាត្មាអញមិនអាចបំភ្លេចបានឥឡូវនេះដល់វេនអូនពំពាយសោធិរាប្រសូតបុត្រដែលជាបុត្ររបស់អាត្មាអញតែម្ដងការសម្រាលបុត្រគឺជាដំណើរដែលស្ត្រីមានប្តីភាគច្រើនត្រូវឆ្លងកាត់ដោយសេចក្តីគ្រោះថ្នាក់ដ៏ធំបំផុតជួនក៏បណ្ដាលឲ្យស្ត្រីជាម្ដាយស្លាប់បាត់បង់ជីវិតឬក៏ស្លាប់ទាំងម្ដាយទាំងកូនតែម្ដងផងក៏មានរំពេចនោះរូបភាពទីរួចតូចមួយបានផ្ដោតជាប់ក្នុងព្រះអារម្មណ៍របស់ព្រះអង្គពោលគឺរូបភាពបុត្រារបស់ព្រះអង្គតែម្ដងព្រះអង្គក៏បានស្ដាប់ឮសំឡេងទួញយំរបស់មហេសីយសោធិរាយ៉ាងច្បាស់នៅក្នុងព្រះសោតាបន្តិចក្រោយមកស្រាប់តែសំឡេងទំនួញនោះក៏រសាត់បាត់ទៅសំឡេងទារកពិតក៏ស្រែកយំងាឡើងព្រះទារកបានប្រសូតឡើងហើយព្រះអង្គស្ទុះក្រោកឈរឡើងទាំងចំហរួចទ្រង់លើកប្រហោះជួតញើសនៅលើថ្ងាសព្រះនាងបជាបតីគោតមីបើទ្វារខ្វាក់ឡើងនឹងចោលព្រះនេត្រាសម្លឹងរកមើលព្រះសទ្ធត្ថថាព្រះនាងបានញញឹមប្រព្រាយធ្វើឲ្យព្រះអង្គម្ចាស់សទ្ធត្ថដឹងស្រេចថាព្រះនាងពំពាមហេសីពិតជាបានប្រកបដោយសេចក្តីសុខសប្បាយព្រះនាងបជាបតីគោតមីមានព្រះបន្ទូលឡើងថា
បទសម្លាញ់ពើមពៀប្រសូតបានបត្រាមេអង្គស្អាតណាស់ព្រះសទ្ធរទ្រង់ញញឹមនិងសម្លឹងទៅកាន់ព្រះមេត្តាវិញដោយសេចក្តីគោរពហើយទ្រង់មានព្រះបន្ទូលថាព្រះមេត្តាទូលព្រះបង្គំនឹងដាក់ព្រះនាមដល់បត្រាសម្លាញ់នៃទូលព្រះបង្គំនេះថារាហុលហើយថ្ងៃមួយពេលព្រះអង្គសទ្ធរថាកំពុងតែបីត្ររាហុលកុមារនៅក្នុងព្រះហស្ថព្រះអង្គទ្រង់កោតស្ងប់ស្ងាញ់ដល់ជីវិតដ៏មានតម្លៃនិងដ៏ភ័យស្រួយបំផុតដែលមនុស្សលោកមានព្រះអង្គបាននឹកឃើញឡើងវិញកាលពីថ្ងៃដែលព្រះអង្គនិងព្រះនាងពំពាយសោធារាបានយាងទៅចូលរួមក្នុងពិធីបូជាសពកុមារទុរគតម្នាក់អាយុប្រមាណជាង4ឆ្នាំនោះព្រះអង្គបានសម្លឹងទៅកាន់ព្រះនាងយសោធារាដោយមានទឹកនេត្រារលេងរលោងមើលទៅហាក់ដូចជាទ្រង់ព្រះកន្សែងដែរអោបុត្រសម្លាញ់តើបុត្រាវិលទៅកាន់ទីណាដែរក្នុងពេលឥឡូវនេះព្រះអង្គទ្រង់ហុចបុត្រារាហុលជូនទៅព្រះមហេសីវិញបន្ទាប់មកទើបទ្រង់យាងចេញទៅគង់នៅក្នុងឧទ្យានខាងក្រៅព្រះរាជដំណាក់តែមួយអង្គឯងរហូតដល់ស្រមោលរាត្រីធ្លាក់ចុះដណ្ដប់លើដែនពោធិ៍សធាថ្ងៃមួយនៅទីខែរដូវនេសារថីឆាន់បានបរទេសេះទាំងព្រះអង្គម្ចាស់សទ្ធត្ថនិងព្រះនាងពំពាយសោធារារាហុលកុមារនិងស្រីស្នំម្នាក់ឈ្មោះរតសម្ដៅទៅកាន់ស្រុកស្រែដើម្បីយាត្រាកំសាន្តនៅពេលធ្វើដំណើរជិតដល់នៃមាត់ទន្លេកុងគាក៏ស្រាប់តែប្រទះនឹងមនុស្សឈឺម្នាក់អាយុប្រមាណជាង30ឆ្នាំកំពុងដេកស្ដុកស្ដឹងកាត់ទៅតឹងផ្លូវនៅចំពីមុខរាជរដ្ឋកាលបើបានតតឃើញដូច្នោះព្រះអង្គម្ចាស់សទ្ធត្ថៈទ្រង់លួចចុះអំពីយានយ៉ាងរហ័សឆាណាមាតក៏ស្ទុះរត់ទៅតាមប្រកិតពីខាងក្រោយព្រះអង្គសម្លឹងយ៉ាងយូរមុននឹងយកប្រហ័សចាប់ក្តាប់ដៃនៃជនរងគ្រោះនោះឆាណាមាតឃើញដូច្នោះក៏ក្រាបបង្គំទូលព្រះអង្គថាបបិទ្ធព្រះអង្គម្ចាស់បើទោះបីជាវេជ្ជបណ្ឌិតនៅក្នុងព្រះរាជវាំងក៏ពុំអាចនឹងព្យាបាលជំងឺជនរងគ្រោះនេះបានដែរទូលព្រះបង្គំដឹងយ៉ាងច្បាស់ថាជំងឺប្រភេទនេះអាចឆ្លងរាលដាលយ៉ាងសាហាវបំផុតនៅពេលព្រះអង្គម្ចាស់សទ្ធត្ថៈទ្រង់ទៅកាន់ជនរងគ្រោះនោះម្ដងទៀតស្រាប់តែបាត់ដង្ហើមឈឹងព្រះអង្គដកប្រហ័សចេញមកវិញរួចយកទៅបិទភ្នែកទាំងគូនៃជនរងគ្រោះដោយស្ងាត់ស្ងៀមបន្ទាប់មកព្រះសទ្ធត្ថៈក៏បន្តព្រះរាជដំណើរទៅកាន់ភូមិខាងមុខទៀតដើម្បីប្រាប់ដល់រដ្ឋអំណាចនៅទីនោះឲ្យគេយកសាកសពទៅបូជាតាមប្រពៃណីក្រោយពីបានឃើញនៅឧបតហេតុដ៏ចម្លែកនេះព្រះអង្គម្ចាស់សទ្ធត្ថៈនិងព្រះនាងពំពាពុំមានព្រះបំណងបន្តដំណើរទៅកំសាន្តទៅមុខទៀតឡើយព្រះអង្គម្ចាស់ទ្រង់បង្គាប់ឲ្យនេសារថីឆាន់បរយានជាអាចន័យត្រឡប់ទៅកាន់ព្រះបរមរាជវាំងវិញនៅតាមដងផ្លូវត្រឡប់ទៅកាន់ព្រះរាជវាំងវិញនោះគ្មាននរណាម្នាក់ជជែកគ្នាមួយម៉ាត់ឡើយនារាត្រីនោះព្រះនាងពំពាយសោធារាបានសុបិនឃើញនៅរឿងដ៏ចម្លែក3លើកគឺសុបិនលើកទី1ព្រះនាងទតឃើញគោអូសូបរាជគោរាជសម្បល់សក្បោះមួយពាក់គ្រឿងអលង្ការពីលើក្បាលចាំងពន្លឺភ្លឺពណ៌ពណ៌រាយដូចជាពន្លឺផ្កាយទិសឧត្តរគោអូសូបរាជដើរយ៉ាងលំហែកាតាមរាជធានីកបិលពស្តុក្បាលឆ្ពោះទៅកាន់ខ្លោងទ្វារក្រុងស្នូសំលេងស្រែកកងរំពងពីរៀនព្រះអិនថាបើអ្នកមិនអាចរក្សាគោអូសូបរាជនេះបានទេរាជធានីទាំងមូលច្បាស់ជាគ្មានពន្លឺរស្មីឡើយមនុស្សម្នាក់នៅក្នុងរាជធានីនាំគ្នារត់ប្រដេញតាមពីក្រោយគោអូសូបរាជនោះប៉ុន្តែគ្មាននរណាម្នាក់អាចស្ទាក់ចាប់គោអូសូបរាជនោះបានឡើយគោអូសូបរាជដើរចេញទៅតាមខ្លោងទ្វាររាជធានីធ្វើប្រងើយរហូតដល់មើលលែងឃើញសុបិនលើកទី2ព្រះនាងពំពាយសោធារាទតឃើញសកទេវរាជ4អង្គនៅលើកំពូលភ្នំព្រះសុមេរុបញ្ចេញរស្មីភ្លឺភ្លេកមកលើរាជធានីកបិលពស្តុក្នុងគ្រានោះទុងដែលដោតនៅលើរានព្រះអិនត្រូវខ្យល់បក់បោកយ៉ាងខ្លាំងហើយក៏ដួលធ្លាក់ចុះមកលើដីមានផ្កាគ្រប់ពណ៌ធ្លាក់ចុះមកពីលើមេឃរោយរាយដូចជាទឹកភ្លៀងនិងមានទេពអប្សរ
ច្រៀងលាន់សូកងរំពងពេញទំហឹងរាជធានីសុបិនលើកទី3ព្រះនាងពំពាយសោធិរាបានស្ដាប់ឮសម្រែកសំឡេងយ៉ាងខ្លាំងដែលធ្វើឲ្យរង្គើដល់ឋានសួគ៌ថាដល់ពេលហើយដោយមានការភ័យតក់ស្លុតខ្លាំងពេកព្រះនាងពំពាក៏ទតឈ្មោះទៅកាន់កៅអីដែលព្រះសទ្ធត្ថៈធ្លាប់គង់ដើម្បីចង់ដឹងថាតើព្រះស្វាមីយាងទៅទីណាផ្កាម្លិះដែលព្រះនាងខ្ទាស់ជាប់នៅលើព្រះសេរសាក៏របូតធ្លាក់ចុះទៅលើកំរាព្រំហើយក៏คล้ายទៅជាលំអងធូលីព្រះពស្ត្រនិងគ្រឿងសម្អាងការដែលព្រះអម្ចាស់សទ្ធត្ថៈទុកចោលនៅលើកៅអីនោះក៏បានប្រែคล้ายទៅជាសត្វពស់ហើយលូនចេញទៅតាមទ្វារបាត់ទៅព្រះនាងពំពាយសោធិរាមានការភ័យតក់ស្លុតយ៉ាងខ្លាំងក្នុងគ្រាដែលនោះព្រះនាងក៏បានឮសំឡេងត្រដោកគោអូសូពរេកអំពីចម្ងាយឯនាយខ្លោងទ្វាររាជធានីព្រះនាងក៏បានឮសំឡេងទង់បក់ភ្លឹបនៅលើរានព្រះឥន្ទនិងបានឮសំឡេងស្រែកពីឋានសួគ៌មកថាពេលវេលាមកដល់ហើយរំពេចនោះព្រះនាងពំពាក៏ទ្រង់ភ្ញាក់ក្រញាំងឡើងថ្ងាសរបស់ព្រះនាងទៅទឹកជោកសុទ្ធតែញើសព្រះនាងបែរប្រភ័ក្រឆ្ពោះទៅរកព្រះស្វាមីហើយក៏ចាប់អង្រុនព្រះអង្គឲ្យតានឡើងតាមពិតព្រះអម្ចាស់សទ្ធត្ថៈទ្រង់តានរួចជាស្រេចហើយព្រះអង្គទ្រង់លើកព្រះហស្ថទះអង្អែលព្រះសិរសាមហេសីនិងទ្រង់មានព្រះបន្ទូលលួងលោមថាអូនពំពាសម្លាញ់តើអូនសុបិនឃើញដូចម្ដេចដែរព្រះនាងពំពាក៏បង្គំទូលរៀបរាប់សារឡើងវិញនៅរឿងសុបិននិមិត្តទាំង3លើកនេះថ្វាយព្រះស្វាមីទ្រង់ព្រះសណ្ដាប់ជាទីបញ្ចប់ព្រះនាងបានសួរបញ្ជាក់ព្រះស្វាមីថាម្ចាស់បងតើសុបិនដ៏ចម្លែកនេះពិតជាប្រាថ្នាថាម្ចាស់បងនឹងត្រូវយើងចោលអំពីរូបអូននៅក្នុងពេលឆាប់នេះដើម្បីស្វែងរកនៅកន្លងធម៌ដ៏ឧត្តមមែនទេឬព្រះសទ្ធត្ថៈគង់នៅស្ងៀមមួយសន្ទុះទើបអង្វរលួងលោមមហេសីថាពំពាអូនសូមអូនកុំព្រួយបារម្ភអីអូនជាស្ត្រីដែលចេះយល់ជម្រៅកិច្ចការអូនពិតជាដៃគូរបស់បងដែលជាអ្នកអង្គអាចបានជួយបេសកកម្មស្វែងរកនៃពន្លឺនៃការត្រាស់ដឹងអូនពិតជាយល់ចិត្តបងជាងអ្នកណាទាំងអស់ប្រសិនបើអនាគតដ៏ខ្លីខាងមុខនេះបងនឹងត្រូវចាក់ចោលអំពីអូនឬនឹងធ្វើដំណើរឃ្លាតឆ្ងាយអំពីរូបអូនបងដឹងប្រកាសថាអូនពិតជាមានសេចក្តីក្លាហានក្នុងការបន្តកិច្ចការរបស់អូនទៅខាងមុខទៀតពុំខានឡើយពំពាអូននឹងថែធួនព្រមទាំងបីបាច់រក្សាដល់បុត្រារាហុលរបស់យើងបានយ៉ាងប្រពៃបើដូច្នេះបងនឹងយើងចេញទៅបងនឹងត្រូវឃ្លាតឆ្ងាយពីរូបអូនយ៉ាងពិតប្រាកដពំពាអូនសេចក្តីស្រឡាញ់របស់បងមានចំពោះរូបអូនស្ថិតនៅដដែលឥតមានការផ្លាស់ប្ដូរអ្វីបន្តិចបន្តួចឡើយបងមិនអាចឈប់ស្រឡាញ់អូនបានទេជាមួយនឹងអ្វីដែលអូនធ្លាប់បានដឹងរួចមកហើយអូនប្រកាសជាអាចទ្រាំទ្របានចំពោះការរស់នៅបែកពីគ្នានេះពេលណាដែលបងបានរកឃើញនៅពន្លឺនៃការត្រាស់ដឹងនោះហើយបងនឹងវិលត្រឡប់មករកអូនពិសីនិងបុត្រារាហុលសម្លាញ់របស់យើងវិញជាដាច់ខាតពំពាអូនហាក់ដូចជានៅយប់យូរក្រៃណាស់ដែរសូមអូនទៅផ្ទុំបន្តទៀតចុះព្រឹកស្អែកឡើងព្រះសទ្ធត្ថៈយាងចូលទៅគាល់ព្រះបាទសទ្ធោទជាព្រះបិតាដើម្បីទ្រង់ព្រះមេត្តាប្រោសនិងរាជានុញ្ញាតចេញទៅសាងបព្វជិស្វែងរកពន្លឺនៃការត្រាស់ដឹងព្រះមហាក្សត្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទ្រង់មិនយល់ព្រមតាមសំណូមពររបស់ព្រះរាជបុត្រឡើយព្រះរាជាព្យាយាមពន្យល់អង្វរដល់ព្រះរាជបុត្រថាសទ្ធត្ថៈនៅក្នុងប្រវត្តិសាស្ត្រនៃសក្យត្រកូលនេះគ្មានក្សត្រអង្គណាមួយចេញទៅបួសជាព្រះសង្ឃទាំងក្មេងលហកប្រហែលប្រជជនរបស់បុត្រដូច្នោះទេបុត្រត្រូវគិតអំពីនគររបស់យើងគិតអំពីមេត្តាបិតានិងមហេសីយសោធិរារាហុលកមាដែលនៅតូចខ្ចីព្រមទាំងប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីទូទាំងនគរដែលគេនាំគ្នាពឹងទាំងស្រុងមកលើបុត្រាតែមួយអង្គឯងគត់នេះផងបុត្របានដឹងទេថាតើបិតា
ត្រូវការរូបបុត្រប៉ុណ្ណានោះទេបុត្រនៅស្នងរាជសម្បត្តិជំនួសបិតានិងគ្រប់គ្រងប្រជាពលរដ្ឋក្នុងនគរសូមបុត្រកុំយាងទៅឯណាឆ្ងាយអំពីបិតាឲ្យសោះណាព្រះសទ្ធរថាទ្រង់បានខំព្យាយាមពន្យល់ព្រះបិតាឲ្យជឿព្រះអង្គណាស់ដែរថាបបិទ្ធព្រះវរបិតាសូមព្រះបិតាទ្រង់ប្រោប្រណីដល់បុត្រផងទៅចោះទូលព្រះបង្គំនិងមិនលះបង់ចោលព្រះបិតាព្រះមេតានិងអូនយសោធិរាពំពាព្រមទាំងរាហុលកុមារព្រមទាំងញាតិវង្សានុវង្សនិងប្រជាពលរដ្ឋទាំងអស់ឡើយទូលព្រះបង្គំគ្រាន់តែសូមរាជានុញ្ញាតចេញទៅឆ្ងាយមួយរយៈប៉ុណ្ណោះពេលណាដែលបុត្របានរកឃើញនៅពន្លឺក្នុងការត្រាស់ដឹងដ៏ឧត្តមនោះហើយបុត្រសន្យាថានឹងវិលថ្កានចូលនគរវិញព្រះរាជាប្រកែកដាច់អហង្ការថាសទ្ធរថាបុត្រធ្វើយ៉ាងនេះមិនបានដាច់ខាតព្រះសទ្ធរក៏មិនហ៊ានបញ្យល់ព្រះវរបិតាតទៅទៀតទើបទ្រង់ថ្វាយលាចេញបាត់ទៅព្រះមហាក្សត្រក៏ស្ដេចយាងទៅសម្រាកព្រះកាយពលនៅក្នុងក្រឡាព្រះបន្ទុំដែរនៅថ្ងៃប្រហ័ស15កើតពេញបរមីខែអាសាឍឆ្នាំថោះនៅក្នុងវាំងមានធ្វើពិធីជប់លៀងរំរែកមួយយ៉ាងសប្បាយយប់ជ្រៅណាស់ទៅហើយព្រះនាងបជាបតីគោតមីដែលមកលេងនឹងព្រះនាងយសោធារាក៏មិនទាន់ត្រឡប់ទៅកាន់ប្រាសាទព្រះនាងវិញដែរព្រះនាងពំពាអើតមើលតាមថែវប្រាសាទពួកភ្លេងរំរែកនោះក៏មិនទាន់ឈប់នៅឡើយពេលដែលព្រះនាងយសោធារាត្រឡប់មកពីជួនដំណើរព្រះនាងគោតមីទៅកាន់ប្រាសាទវិញព្រះនាងក៏យាងសម្ដៅទៅកាន់ផ្ទះនីសារថីឆាន់តែមួយព្រះអង្គឯងព្រះនាងបានដាស់ឆាន់អាមាត្យឲ្យក្រោកឡើងរួចទ្រង់ខ្សឹបប្រាប់ថានេឆាន់ជាប្រកបណាស់ដែលព្រះស្វាមីត្រូវការរូបអ្នកទាំងពាក់កណ្ដាលអាត្រៀតនេះចូលអ្នករៀបចំជាអាចន័យកន្តកៈយ៉ាងប្រញាប់ហើយសូមអ្នកដាក់បង្ហានឹងកែបថ្វាយព្រះអង្គឲ្យបានស្រួលបួលផងនេសារថីឆាន់មានការងឿងឆ្ងល់ក៏បង្គំទូលសួរថាព្រះអង្គម្ចាស់ស្ត្រីតើព្រះអង្គម្ចាស់សទ្ធត្ថមានព្រះបំណងយ៉ាងណាដែរព្រះនាងពំពាទ្រង់បន្តថាមនាឆាន់អ្នកកុំចាំបាច់សួរដេញដោលអីធ្វើតាមការបង្គាប់ខ្ញុំទៅបានហើយនេសារថីឆាន់មិនបាននិយាយអ្វីក្រៅពីងក់ក្បាលបង្ហាញការយល់ព្រមប៉ុណ្ណោះព្រះនាងពំពាលាឆាន់យាងចូលទៅកាន់ព្រះរាជដំណាក់វិញដោយស្ងាត់ស្ងៀមព្រះនាងរងចាំស្វាមីអស់រយៈពេលយ៉ាងយូរក៏ពុំឃើញព្រះអង្គត្រឡប់ចូលក្រឡាព្រះបន្ទូលវិញព្រះអង្គម្ចាស់សទ្ធរថាទ្រង់គង់នៅក្រៅតែមួយព្រះអង្គឯងទតមើលពន្លឺព្រះច័ន្ទនិងវងតារាទាំងឡាយព្រះអង្គបានដាក់ប្រតិចាកចេញអំពីព្រះរាជវាំងទាំងពាក់កណ្ដាលរាត្រីនេះជាដាច់ខាតទីបំផុតព្រះអង្គយាងចូលទៅក្នុងបន្ទប់រួចក៏ទ្រង់ផ្លាស់គ្រឿងអំពរសម្រាប់ធ្វើដំណើរដែលព្រះនាងពំពាបានរៀបចំទុកថ្វាយនៅលើកៅអីនោះព្រះអង្គយកប្រហោះនិងវាំងដូនសន្សឹមរួចសម្លឹងទៅកាន់ពំពាមហេសីនិងរាហុលបុត្រាដែលកំពុងតែផ្ទុំលងលក់ព្រះអង្គហាក់ចង់យាងចូលទៅផ្ដែផ្ដាំនឹងពាក្យខ្លះមុននឹងទ្រង់យាងព្រះដំណើរចេញតែទ្រង់នៅសាក់ស្ទើរក្នុងព្រះចិន្តារួចក៏ទ្រង់ព្រះតម្រេះថាអាត្មាអញបានពោលរៀបរាប់នៅអ្វីដែលមានសារៈសំខាន់ប្រាប់ដល់ពំពាមហេសីសម្លាញ់រួចអស់ហើយប្រសិនបើអាត្មាអញដាស់មហេសីក្នុងពេលឥឡូវនេះនឹងធ្វើឲ្យការចេញដំណើររបស់អាត្មាអញមានការឈឺចាប់រូបរឹតខ្លាំងឡើងការទ្រង់ព្រះតម្រេះដូច្នេះហើយព្រះអង្គក៏ទម្លាក់វាំងននចុះមកវិញហើយយាងថយចេញភ្លាមទៅព្រះសទ្ធរថាមិនអស់ចិត្តសោះក៏ទ្រង់ចាប់បង្ហើបវាំងននម្ដងទៀតដើម្បីទតមើលមហេសីនិងបុត្រាក្នុងនេតិចុងក្រោយបំផុតព្រះអង្គខំទតយ៉ាងខ្លាំងរហូតដល់រូបភាពនៃមហេសីនិងបុត្រាចិត្តជាប់ក្នុងព្រះអារម្មណ៍ទីបំផុតព្រះអង្គទ្រង់ទម្លាក់វាំងននចុះមកវិញសន្សឹមរួចហើយក៏យាងចេញបាត់ទៅតែម្ដងខណៈដែលព្រះអង្គម្ចាស់សទ្ធរថាទ្រង់យាងកាត់តាមលវែងទទួលភ្ញៀវទ្រង់បានទ្រង់ឃើញនារីចម្រៀងរបាំដេកលក់ស្ដោកស្ដឹង
nơi lơ cầm ra miên sọ sầm pin sầm pông hà tận mọt trầu bạp đôi chia tray ngòm đại kia ròm đo tôn lô bôn lô vẹt pi bờ lốp nô ai lêu ní có khai chia rừng căng đôi chia ăn cọt ỏ trường rồi bỏ kỹ còn cắt lời khnia từ bên từ một bây đôi chia manu sập khăn tí sâm mò rộp hùng pre sật thoa thả miên pre aram đôi chia trung dương cắt pre khmoi đo sàn ngàn pel đại dương tự đo cào sẻ trung tốt khơi ní sa ra thầy nơi nhẹ là lời chanaman ban đặc xe can tất cả đại bầm bẹ bằng hìa nâng cái ru chữ sài hỏi nụ thoại đo pre ong ní chanaman trời ban pre sật thoa nị nhạt ao thưa đầm nở tới chữ môi pre ong đại pre sật thoa thả nâng ní sa ra thầy ban đa xe can tất cả trên đầm nở dượt nâng giang nghiêm ngàn bầm phòn xâm đào tới cảnh khlang thuyền ở đây chịu viếng khang cài chăm mầm thuyền tiếng ọ đây lùng lụa ngạt chân đại chia ở cả đô la mùi thuyền ao bè sạt thoát nâng chan nằm mạn ai chlong cắt khlang thuyền viếng ban giang sủi bè sạt thoát trung ban làng cung lơ xe can tất cả đòi đã chan nằm mạn ao ăn cùi pi khang cài xe luôn giang pin tầm hưng chua từ khang tập bụng cái đầu bên lừa bề chăn đo thay thà nỉa ngày pin bò mì cả trung diện tự ban bản tịch còn miền riêng miền thì riêng một bằng ạ đầm ná bờ ong thả nề sụt thoát châu nẹt công trên tự bù ấy âm na to bầm bờ ngày tiệt tì sầm bàn trà cờ bọt nâng cá lang đo nẹt hời pon tai bờ ong trung cạn bờ tây đòi pol tọp nâng miền thả Atma ảnh mình Allah alai nâng sầm bàn mà hai chạ nô lời lô bờ ong ban khliệt khăn sẵn an ở hỏi trung bần lờ nơi bè vi cha thả ri hol rồi trung nhẹ xe a sật đỏ bần to đầm ná từ một tiết giang lươn xô thả bè mà hạ bờ trung khơi nhậu vậy từ sài trung bè phnu bè ong ban khơi tê vượt tu tiếng buồn cứ manu cha cheri mùi manu chư mùi manu slap mùi phết nẹt buộc mùi bè ong ban khơi nơi tê vượt tu tiếng buồn nơi khung út chiênสถิววิเทวดาบ้านในมัทวายมันแมนเคยแต่มาดองกรบตีประตูเตียงบนลูตีคือกันลองเตอบนขายเติบเคยตีประตูมวยมาดองโปรธากาเคยเนตีประตูใบขางดำคือมนุษย์จ่ามนุษย์ชื่อนังมนุษย์สลับเชี่ยให้ออยประองเลยในจากกามาศกตีประตูเตียงบนคือเพศแนบบัวเชี่ยให้ออยประองเจริญทลาขนองกาเจนตรงแปรผนวนี่คือใจกาทเวดำนามวยอย่างเวงลิเบียโจลเปรย์ลิเปรย์โจลเวียลระโหดดอเปทไงเรียเตอประอมจาสะทอดหนึ่งชานามาดบานฉลองพอดพรมได้นกอแตงใบกือกับบลปัวมวยซาวบะไทยมวยเวซาไหลมวยออจำไงเพลย์ประมาณ30 ยูกือมีรอยดับรำใบกิโลเมตรหนึ่งฉลองกันสตึงแอนเอามาบนหนึ่งสนายเยียงตะดอเปรย์ในสดอกมวยชมัวถาอนุปีย้ำเปบวนขนมแดนเบลละขนมรอดปี5 ศพไงพระอมจาสะทอดตรงลูดโจอมปีขนมเซกันตะกะหาวตรงทลายอมนออกุนดอเซนูแทการตะกะสำลังขยมอกุนจรานะแดนเนี่ยบานจูนดำนายขยมมกดอตีนี้เจียอาจในกันตะกะกองเงือบขบาลอังรุนหาวสำลังตะการพระองดาวยกจะตกดักหนึ่งเป็นจันบำพลพระองค์ไม่จาสะทอดแทบานดอประคันเจนปีสนมได้จองจอบหนึ่งแกบเซรวยตรงจับจรบดแปรโมลีพนุงซอดอยประหัวชวิงการแปรเกษาคือสอบเอาเนื้อคลีสมาตรมรือตรมปีถนอมตรงหอยแปรโมลีตรอมเตียงประคันนุเตอเอาชานามานบรรทอโมประองดอกทรายแปรสรองหอยเตอเอามุนหนังมีนแปรบรรตูแถชานามานส้มบองโปรโยกระบอเตียงอ่อนนี้เติร์ถวายดอแปรโวใบดาเมียดาขยมพองหนังบังกลมตูลประอ่องเอาตุกประเตยเลือกขยมจอขยมมันแมนจีเนะรถจอบเตียดำใบกิจเวในกาตะตูลโคตรขนองกางเยระบอขยมดูตีขยมมกนี่ขนองเนียมในมนุษย์ติงไหลดังสำหรับสอบสัตว์โลกส้มบองโปรช่วยองวอดวงลมดอแปรโวใบดาแปรโวมีดานังโอนเปิ่มปีเยอะสาวเทียรีจำนวนขยมพองนะเปเลือกใดตัวตุลกสาย
ព្រះសរងជាចុងក្រោយនាយឆានមាតស្រក់ទឹកភ្នែកម៉ាត់ហើយក៏បង្គំទូលវិញយ៉ាងរអាក់រអួលថាបបិទ្ធព្រះអង្គម្ចាស់រាល់ព្រះអង្គព្រួយហឫទ័យខ្លាំងហើយចំពោះព្រះអង្គទូលព្រះបង្គំមិនដឹងជាយកពាក្យអ្វីទៅពរនាទូលដល់ព្រះមហាក្សត្រនិងព្រះមហាក្សត្រិយានីព្រមទាំងព្រះនាងពំពាយសោធារាដែលជាព្រះមហេសីរបស់ព្រះអង្គបានឡើយបបិទ្ធព្រះអង្គម្ចាស់តើព្រះអង្គផ្ទុំនៅក្រោមដើមឈើដោយតាបោះអីសីម្ដេចនឹងកើតបើក្នុងជីវិតរបស់ព្រះអង្គពុំដែលស្គាល់នៅអ្វីក្រៅអំពីព្រះសយនានិងជាផាហុំដ៏ទន់ល្មើយនិងកក់ក្ដៅដូច្នោះសោះនោះព្រះសទ្ធថាទ្រង់មានព្រះបន្ទូលដោយព្រះភ័ក្ត្រញញឹមថាណែឆានមាតកុំបារម្ភខ្ញុំអីមនុស្សដទៃដែលគេរស់នៅយ៉ាងណាកើតខ្ញុំក៏អាចរស់នៅបានដូចគេយ៉ាងនោះដែរសូមទុកឲ្យខ្ញុំនៅទីនេះម្នាក់ឯងចោះខ្ញុំមិនអីទេព្រះសទ្ធយកប្រហោះអង្អែក្បាលអាចំណៃកាន្តកៈម្ដងទៀតថាកាន្តកៈសម្លាញ់ឥឡូវនេះអ្នកវិលទៅវាំងជាមួយនឹងឆានមាតវិញចោះការចេញដំណើរផុតពីរង្វង់ចក្ខុព្រះសទ្ធមកសេះកាន្តកៈដែលមានចិត្តនឹកស្រណោះអាល័យម្ចាស់ខ្លាំងពេកក៏បែកទ្រង់ស្លាប់ពាក់កណ្ដាលផ្លូវទៅចំណែកឯឆានមាតកាលបើសេះកាន្តកៈបែកទ្រង់ស្លាប់ហើយក៏ស្ពីបង្វេចត្រឡប់ទៅនគរដោយសេចក្តីទោមនស្សយ៉ាងខ្លាំងក្រៀមក្រំបំផុតចំណែកឯឆានមាតកាលបើសេះកាន្តកៈបែកទ្រង់ស្លាប់ហើយក៏ស្ពីបង្វេចត្រឡប់ទៅនគរវិញដោយសេចក្តីទោមនស្សយ៉ាងខ្លាំងក្រៃលែងក្នុងគម្ពីរខ្លះលោកសម្ដែងថាកាលព្រះអង្គប្រគល់សេះនិងគ្រឿងប្រដាប់ទៅឲ្យឆានមាតនាំទៅនគរវិញហើយទ្រង់គង់នៅលើភ្នូខ្សាច់តែមួយព្រះអង្គឯងទ្រង់ប្រាថ្នានឹងកាត់ព្រះកេសាគ្រានោះព្រះខ័នទើបធ្លាក់មកថ្វាយព្រះអង្គកាត់ព្រះកេសាទុកឲ្យសល់ប្រវែង2ធ្នាប់ព្រះកេសាដែលសល់នោះវិលជាតក្កណាវត្តរួចទ្រង់អធិដ្ឋានព្រះមូលីហើយបោះទៅក្នុងអាកាសព្រះអិនបានយកប្រអប់កែវមកទទួលយកទៅបញ្ចុះទុកក្នុងចលាមនីចេតិយនៅឋានតាវតឹងក្នុងគ្រាដែលព្រះមហាបរោះទ្រង់សាងព្រះភ្នោះនោះព្រះអង្គបានអំពីខតិកាមហាព្រំនាំមកនៅថ្វាយគ្រឿងបរិក្ខារមាន8យ៉ាងគឺស្បង់1ជាពោ1សង្ឃាដី1បាត1កំបិតកោ1បំពង់មជុល1វត្តពុនចង្កេះ1តម្រង់ទឹក1ព្រះមហាបរោះព្រះអង្គទ្រង់សាងព្រះភ្នោះក្នុងព្រះជន្ម29ឆ្នាំនៅថ្ងៃព្រះហស្ថពេញបរមីខែអាសាឍឆ្នាំថោះវេលាពាក់កណ្ដាលអាត្រាតក្នុងការដែលសេះកាន្តកៈស្លាប់ទៅហើយបានទៅកើតនៅក្នុងឋានទេវលោកជាន់ឋានតាវតឹងឈ្មោះថាកណ្ដកៈទេវបុត្រក្នុងគ្រាដែលព្រះមហាបរោះកំពុងតែចេញសាងព្រះភ្នោះនោះមានគម្ពីរខ្លះបានពរនាថាមួយស្របក់ក្រោយមកមានបរោះម្នាក់ដើរចេញពីក្នុងព្រៃមកនៅពេលព្រះអង្គក្រឡេកឃើញពីដំបូងព្រះសទ្ធស្មានក្នុងព្រះចិន្តាថាជាព្រះសង្ឃពីព្រោះបរោះនោះស្លៀកពាក់ដូចជាអ្នកបួសនៅពេលបរោះនោះដើរមកជិតទើបព្រះអង្គទតឃើញបរោះនោះកាន់ធ្នូនិងមានបំពង់ព្រួញពាក់ឈៀងនៅពីក្រោយខ្នងផងព្រះសទ្ធថាទ្រង់ត្រាស់សួរថាមនាសម្លាញ់តែអ្នកជាព្រានព្រៃមែនទេបរោះនោះក៏ឆ្លើយតបថាបាទទានប្រុសខ្ញុំបាទនេះជាព្រានព្រៃមែនហើយទានព្រះអង្គទ្រង់ត្រាស់សួរថាបានអ្នកជាព្រានហេតុអ្វីបានជាអ្នកស្លៀកពាក់ដូចជាអ្នកបួសយ៉ាងដូច្នោះព្រានញញឹមហើយឆ្លើយតបថាដោយសារតែសម្លៀកបំពាក់នេះហើយដែលមិនធ្វើឲ្យសត្វទាំងឡាយផ្អើលនឹងរូបខ្ញុំហើយខ្ញុំបាទក៏អាចបាញ់វាបានស្រួលព្រះអង្គម្ចាស់សទ្ធថាទ្រង់ងក់ព្រះសេរៈបង្ហាញការយល់ព្រមរួចទ្រង់មានព្រះបន្ទូលទៀតថាមនាលព្រាហ្មណ៍តើអ្នកសុខចិត្តបដូរអាវរបស់អ្នកជាមួយនឹងសម្លៀកបំពាក់របស់ខ្ញុំនេះបានដែរឬទេព្រានព្រៃសួរបញ្ជាក់ថាតើលោកប្រកាសជាចង់ដូរមែនឬព្រះអង្គម្ចាស់សទ្ធថាឆ្លើយថាប្រកាសណាស់ហើយគ្រាន់តែសម្លៀកបំពាក់ទាំងអស់នេះអ្នកអាចរកប្រាក់គ្រប់គ្រាន់សម្រាប់ការចាយវាយក្នុងការចិញ្ចឹមជីវិតដែរមិនចាំបាច់ដើរបាញ់សត្វទៀតឡើយដោយខ្ញុំមានប្រាថ្នាចង់បួសជាព្រះសង្ឃទើបខ្ញុំ
ត្រូវការសម្លៀកបំពាក់បែបព្រានឯនីណាបន្ទាប់ពីបានបដូរសម្លៀកបំពាក់ជាមួយព្រះអង្គម្ចាស់សទ្ធថារួចមកព្រានព្រៃនោះសប្បាយចិត្តហក់កញ្ជ្រោងរួចក៏ដើររត់រះយ៉ាងលឿនចេញទៅមុខបាត់ទៅឥឡូវនេះព្រះសទ្ធត្ថទ្រង់មានអាការៈខាងក្រៅដូចជាបព្វជិតមួយអង្គហើយព្រះអង្គទ្រង់យាងទៅក្នុងព្រៃនោះដើម្បីរកម្លប់ឈើគង់ក្នុងនាមជាបព្វជិតអទីចម្រោកព្រះអង្គទ្រង់គង់ក្នុងរបៀបសមាធិដើម្បីក្រេបយកសេរីភាពនៃគំនិតធម្មជាតិដែលព្រះអង្គបានទទួលជាលើកដំបូងនាពេលដែលយាងមកដល់ក្នុងព្រៃនេះនៅពេលព្រះអង្គបានប្រណិតឡើងស្រាប់តែព្រះសទ្ធត្ថទ្រង់ទតឃើញព្រះអង្គមួយអង្គឈរនឹងថ្កល់ចំពោះព្រះភ័ក្ត្រព្រះអង្គព្រះសង្ឃអង្គនោះមានព្រះភ័ក្ត្រនិងព្រះកាយស្គមស្គាំងហាក់ដូចជារស់នៅក្នុងជីវភាពដ៏ក្រៀមក្រំដែលមានព្រះនាមថាភគវាព្រះសទ្ធត្ថទ្រង់ធ្វើគារវកិច្ចថ្វាយបង្គំហើយទូលសួរថាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះករុណាធ្វើដំណើរទៅកាន់ទីខាងត្បូងនេះក្នុងគោលបំណងស្វែងរកអាស្រមអាឡារតាបោះនិងកាឡាមកូតព្រះសង្ឃអង្គនោះបានទូលសួរព្រះសមណសទ្ធត្ថថារូបអាត្មាផ្ទាល់ក៏ត្រូវជាសិស្សរបស់អាឡារតាបោះដែរព្រះសង្ឃភគវាមានការសប្បាយចិត្តយ៉ាងខ្លាំងក្នុងការដែលបានឮព្រះសទ្ធត្ថទ្រង់មានព្រះបំណងចង់ទៅជួបជាមួយនឹងអាឡារតាបោះដែលជាគ្រូរបស់ព្រះអង្គសមណៈទាំងពីរអង្គក៏ធ្វើដំណើរចូលទៅកាន់សំណាក់អាឡារតាបោះក្នុងព្រះដំណើរតាមផ្លូវព្រះសង្ឃភគវាឆ្លៀតឱកាសបញ្យលពីព្រះសមណសទ្ធត្ថអំពីចំណីអាហារដែលអាចឆាន់បានដូចជាផ្លែស្លឹកនិងឫសរុក្ខជាតិជាដើមនានាព្រះសមណសទ្ធត្ថបានសង្កេតមើលនៅរបៀបនិងការប្រណិប័តតបៈនៃព្រះសង្ឃភគវានោះ9ថ្ងៃកន្លងមកទើបសាមណៈទាំងពីរអង្គនិមន្តមកអាស្រមអាឡារតាបោះដែលស្ថិតនៅជិតអនុពេយមពវ័នអាឡារតាបោះមានប្រជញ្ញប្រហែល70ឆ្នាំហើយមានប្រកាយស្គមស្គាំងមិនសូវមានកម្លាំងមាំមុនទេប៉ុន្តែព្រះនេត្ររបស់ព្រះអង្គភ្លឺចាំងធ្លុះរស្មីនិងមានសម្លេងឮសូរខ្ទាស់ដូចរគាំងអាឡារតាបោះគង់នៅខ្ទមប្រក់ស្បូវជាមួយនឹងសាវករបស់ព្រះអង្គចំនួន400រូបទៀតអាឡារតាបោះបានទទួលព្រះសទ្ធត្ថធ្វើជាសាវករបស់ព្រះអង្គនៅក្នុងថ្ងៃទៅដល់នោះតែម្ដងព្រឹកស្អែកឡើងព្រះសទ្ធត្ថទ្រង់ទទួលបានបាតមួយនិងត្រូវបានអាឡារតាបោះបង្រៀនឲ្យចេះត្រាច់ដើរបិណ្ឌបាតផងសាមណសទ្ធត្ថរៀនត្របាតដើរឈរត្របាតនិងសូត្រធម៌ជូនពរដល់អ្នកដែលគេប្រគិនចង្ហាន់ថ្ងៃដំបូងនៃការត្រាច់បិណ្ឌបាតនៅក្នុងក្រុងវេសាលីព្រះអង្គទទួលបាននៅចង្ហាន់ជាបាយនិងសម្លការីល្មមតែមួយចម្អែតអាឡារតាបោះបានបង្រៀនសាមណសទ្ធត្ថដោយយកចិត្តទុកដាក់បំផុតនៅការធ្វើរបៀបចង្ក្រមភាវនាក្នុងសំណាក់នៃអាឡារតាបោះនេះព្រះអង្គរៀនឈានបានសម្រេចត្រឹមសមាបត្តិទី7ក្នុងសមាបត្តិទី8គឺរូបឈាន4និងអរូបឈាន3មនុស្សយើងគ្រប់រូបតែងគ្របសង្កត់ដោយចិត្ត10យ៉ាងគឺភាវនាង្គៈ5និងមហានាង្គៈ5និវរណៈ5ភាវនាង្គៈ5បានដល់សមាធិ1ចិត្តមូលតែ1បៃតិ1ចិត្តអំណរខ្លាំងវិតកៈ1ចិត្តត្រេះរិះនៅក្នុងកម្មដ្ឋានវិចារៈ1ពិចារណាដកខាត់ចិត្តនិងសុខៈ1សេចក្តីសុខកាយសប្បាយចិត្តនិងមហានាង្គៈឬនិវរណៈ5បានដល់កាមឆន្ទៈ1ចិត្តត្រេកត្រអាលក្នុងកាមគុណ5ព្យាបាទៈ1ចិត្តគុំគុណព្យាបាទគេថៃនមិទ្ធៈ1ចិត្តធុញទ្រាន់ងុកងុយខ្លាំងអូទចៈកុចចៈចិត្តរេមីសាវាវិជេកិច្ឆា1ចិត្តសង្ស័យស្ទាក់ស្ទើរថ្ងៃដែលបានសម្រេចបឋមឈានបានលះបង់ចោលនៅនិវរណៈ5នៅសល់តែភាវនាង្គៈ5គឺសមាធិបៃតិវិតកៈវិចារៈនិងសុខៈប៉ុណ្ណោះសាមណសទ្ធត្ថទ្រង់បានសម្រេចឈានទី1នេះរួចហើយ
ក្នុងបណ្ដាភាវនាង្គៈទាំង5វេទកៈនិងវិចារៈជាធម៌មានសភាពគ្រោលគ្រាតនៅឡើយពីព្រោះអាចធ្វើឲ្យចិត្តវិលវល់បានតែត្រូវព្យាយាមបំបត្តិវេទកៈនិងវិចារៈចេញឲ្យនៅសល់តែសមាធិបេតិនិងសុខៈកាលបើសម្រេចដូច្នេះបានឈ្មោះថាជាអ្នកបានសម្រេចទុតិយឈានព្រះសិទ្ធត្ថបានសម្រេចនៅឈានទី2នេះរួចហើយក៏បេតិជាធម៌នៅមានសភាពគ្រោតគ្រាតដែរជៀសវាងការនាំចូលមកនៅធម្មជាតិអាក្រក់ដល់ចិត្តត្រូវតែព្យាយាមលះបេតិនេះចេញទៀតឲ្យនៅសេសសល់តែសមាធិនិងសុខៈអ្នកដែលអាចបានសម្រេចផលក្នុងថ្នាក់នេះឈ្មោះថាបានសម្រេចតតិយឈានព្រះសមណសិទ្ធត្ថទ្រង់បានសម្រេចនៅឈានទី3នេះរួចហើយសេចក្តីសុខក៏នៅមានសភាពគ្រោតគ្រាតដែរព្រោះសុខនិងជាទុក្ខជាគូនឹងគ្នាបើសុខមានទុក្ខក៏គង់នឹងមានដូច្នេះត្រូវតែព្យាយាមលះនៅសេចក្តីសុខចេញទៀតឲ្យនៅសល់តែសមាធិដែលកើតអំពីចិត្តឧបេក្ខាចិត្តប្រងើយមិនរវល់នឹងអ្វីទាំងអស់ប៉ុណ្ណោះការតម្កល់ចិត្តនឹងតែមួយហៅថាឯកតាអ្នកបានសម្រេចដល់ថ្នាក់នេះឈ្មោះថាសម្រេចចតុតឈានព្រោះសមណសិទ្ធត្ថទ្រង់បានសម្រេចឈានទី4នេះហើយអរូបឈានទី1ហៅថាអាកាសានញ្ចាយតនឈានគឺការពិចារណាឃើញនៅបដិភាគនិមិត្តដោយធ្វើចិត្តឲ្យមូលនៅតែមួយសម្ភារៈនិងធម៌ទាំងឡាយដែលធ្លាប់មើលឃើញត្រូវបន្សាត់ចេញឲ្យអស់ពីអារម្មណ៍និងពិចារណាឃើញដល់ទៅតែអាកាសទទេគ្មានអ្វីសោះមិនបានទាំង3ថ្ងៃស្រួលបួលផងព្រះសមណសិទ្ធត្ថទ្រង់បានសម្រេចនៅអរូបឈានទី1នេះដោយជោគជ័យអរូបឈានទី2ហៅថាវិញ្ញាណញ្ចាយតនឈានគឺការពិចារណាជាអារម្មណ៍ដោយគិតថាវត្ថុទាំងអស់ក្នុងលោកស្ទើរតែកើតឡើងចេញអំពីសតិរបស់យើងព្រះសិទ្ធត្ថទ្រង់បានសម្រេចអរូបឈានទី2យ៉ាងឆាប់រហ័សបំផុតព្រះអង្គទ្រង់បានទតឃើញនៅវត្ថុទាំងអស់នៅក្នុងលោកមានទំនាក់ទំនងគ្នាទៅវិញទៅមកដោយក្រឡាសំណាញ់តែព្រះអង្គនៅមិនទាន់អស់ចិត្តសោះក៏ចូលទទួលសួរអាឡារតាបោះឲ្យបញ្យលថែមទៀតអាឡារតាបោះសម្លឹងមើលទៅកាន់ព្រះសមណសិទ្ធត្ថមហាបរោះដោយគោរពនិងបញ្យលថាសិទ្ធត្ថថាព្រះអង្គចិត្តបានសម្រេចគោលដៅហើយសូមព្រះអង្គបន្តភាវនាលើធម៌ទាំងឡាយដែលកើតចេញពីចិត្តរបស់យើងថែមទៀតអ្វីៗទាំងអស់ក្នុងលោកកើតចេញអំពីចិត្តរបស់យើងនិងចិត្តរបស់យើងក៏ជាប្រភពនៃវត្ថុទាំងអស់នោះដែររូបក្លិនរសផៅថាពៈនិងធម្មអារម្មណ៍ដូចជាក្តៅនិងត្រជាក់រឹងនិងទន់វត្ថុទាំងអស់នេះសុទ្ធតែកើតចេញអំពីចិត្តរបស់យើងសមណសិទ្ធត្ថនៅមានមេរៀនមួយទៀតដែលអ្នកត្រូវបំពេញមេរៀនទី3នេះឈ្មោះថាអកិញ្ចាយតនឈានគឺការពិចារណាដោយការមើលឃើញថាគ្មានអ្វីជាអារម្មណ៍ឬសម្ភារៈនិងធម៌ឯណាស្ថិតនៅខាងក្រៅចិត្តរបស់យើងឡើយក្នុងរយៈមិនបាន1ខែស្រួលបួលផងព្រះសមណសិទ្ធត្ថបានសម្រេចអរូបឈានទី3នេះដោយជោគជ័យទៀតព្រះអង្គបានបន្តភាវនាយ៉ាងជ្រៅទៅក្នុងរូបកាយនិងចិត្តរបស់ព្រះអង្គអស់ចំនួនច្រើនអាទិត្យបន្តទៀតប៉ុន្តែព្រះអង្គក៏នៅតែមិនសពព្រះហឫទ័យដោយព្រះអង្គយល់ឃើញថានេះមិនមែនជាផ្លូវនៃពន្លឺត្រាស់ដឹងអាឡារតាបោះពោសរសើរព្រះសមណសិទ្ធត្ថថាសមណសិទ្ធត្ថព្រះអង្គជារង្វាន់មួយដ៏វិសេសវិសាលណាស់ព្រះអង្គបានសម្រេចនៅកម្រិតវិជ្ជាជាន់ខ្ពស់បំផុតដែលអាត្មាបានបង្រៀនវិជ្ជាទាំងអស់ដែលអាត្មាបានសម្រេចព្រះអង្គក៏បានសម្រេចដែរដូច្នេះយើងទាំងពីរនាក់គួរនឹងចាំដៃគ្នាបង្ហាត់បង្រៀនសិស្សនិងគ្រប់គ្រងគណៈនេះជាមួយគ្នាបន្តទៅមុខទៀតព្រះសមណសិទ្ធត្ថឥតមានព្រះបំណងចង់ធ្វើជាអ្នកដឹកនាំសង្គមឬនយោបាយជាតិទេក៏ប៉ុន្តែជាអ្នកស្វែងរកពន្លឺនៃការត្រាស់ដឹងពិតប្រាកដព្រះអង្គក៏ថ្វាយបង្គំលាអាឡារតាបោះដោយពោលពាក្យយ៉ាងនេះថា
បបិទ្ធព្រះអង្គដ៏ចម្រើនភាវៈវិស័យដែលមិនតាក់ទងទៅនឹងសម្ភារៈមិនមែនជាគោលបំណងចុងក្រោយដែលខ្ញុំព្រះអង្គត្រូវការស្វែងរកនោះទេសូមព្រះដេចគុណទទួលអំពីខ្ញុំព្រះអង្គនៅគិរវៈភក្តីដ៏ជ្រាលជ្រៅបំផុតចំពោះការជួយឧបត្ថម្ភនិងទំនុកបម្រុងរបស់ខ្ញុំព្រះអង្គប៉ុន្តែឥឡូវនេះខ្ញុំព្រះអង្គសូមសេចក្តីអនុញ្ញាតលាចាកអំពីគណៈនេះដើម្បីទៅស្វែងរកអរិយសច្ចធម៌នៅទីចិត្តកន្លែងដទៃផ្សេងទៀតព្រះអង្គបានខំបង្ហាត់បង្រៀនខ្ញុំព្រះអង្គយ៉ាងអស់សមត្ថភាពក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះខ្ញុំព្រះអង្គសូមសម្ដែងនៃការដឹងគុណដ៏ជ្រាលជ្រៅនិងស្មោះត្រង់ជាទីបំផុតដែលមិនអាចបំភ្លេចព្រះគុណនេះបានឡើយអាឡារតាបោះមើលទៅហាក់ដូចជាមានការអអន់ប្រតិដែរតែធ្វើដូចម្ដេចបើព្រះមហាបរោះសមណៈសុទ្ធត្ថទ្រង់បានសម្រេចព្រះហឫទ័យរួចបានទៅហើយព្រឹកស្អែកឡើងព្រះសមណៈសុទ្ធត្ថក៏ចាប់ផ្ដើមចេញព្រះដំណើរទៅតែម្ដងសាធុវោអស់លោកអ្នកសាទសពបរោះទាំងឡាយសូមអនុមោទនាស្ដាប់នៅរឿងពុទ្ធប្រវត្តិពិស្ដាភាគ3ក្រោយបន្តទៀត